គាត់អះអាងថាសាច់រឿងនេះជាសាច់រឿងពិត 100% ដែលបានកើតឡើងចំពោះគាត់ដែលគាត់បានជួបប្រទះដែលគាត់នឹកស្មានមិនដល់ថាគាត់ពិតជាបានជួបប្រទះតើសាច់រឿងទាំងមូលរបស់គាត់មានសភាពបែបណាតោះយើងចូលទៅក្នុងទស្សនវិជ្ជារបស់គាត់ទាំងអស់គ្នាបងប្រុសម្ចាស់សាច់រឿងជាអ្នកខេត្តព្រៃវែងហើយគាត់បានផ្លាស់ប្ដូរទីលំនៅមកធ្វើការដោយរើប្រវត្តិហ្មងឈប់នៅឯខេត្តព្រៃវែងហើយរើមកទីក្រុងភ្នំពេញដើម្បីបម្រើការនៅក្នុងកន្លែងធ្វើការមួយដែលមានថៅកែជាថៅកែចិនទោះការផ្លាស់ប្ដូរទីកន្លែងរស់នៅពីខេត្តព្រៃវែងមកដល់ទីក្រុងភ្នំពេញយ៉ាងណាក៏ដោយតែដោយសារតែការធំធាត់ដោយសារតែការរាប់អានលេងដីលេងឃ្លីលេងអីជាមួយនឹងមិត្តភ័ក្តិជាច្រើនបានកសាងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាពួកគាត់នៅតែបន្តតភ្ជាប់ជជែកវែកញែកសន្ទនាសួរសុខទុក្ខហូហែមិនដាច់ការរាប់អានគឺមានសភាពស្អិតរមួតរហូតដល់ខែ8ឆ្នាំ2021មិត្តភ័ក្តិសំណប់ចិត្តរបស់គាត់ម្នាក់បានស្វែងរកគូសកលឃើញបានស្វែងរកនារីនៅក្នុងក្តីសម័យរបស់ខ្លួនឯងឃើញគឺម្នាក់នេះហើយជាប្រពន្ធរបស់ខ្ញុំហើយគាត់ក៏សម្រេចចិត្តថារៀបអាពាហ៍ពិពាហ៍ជាមួយនឹងនារីម្នាក់នោះបងប្រុសម្ចាស់សាច់រឿងទទួលដំណឹងមួយនេះហើយថាអូមិត្តភ័ក្តិរបស់គាត់អញ្ជើញញ៉ាំការគាត់ទទួលហើយគឺគាត់សប្បាយចិត្តមែនទែនដោយរបៀបថាយើងផាគ្នាយេចេះរកប្រពន្ធឃើញណារបៀបអញ្ចឹងណាគាត់បាមានគេយកហែងដែររបៀបចឹងហ្នឹងឯងអញ្ចឹងទស្សនវិជ្ជារួមគឺអញ្ចឹងដែលគាត់នៅក្នុងខែ8ហ្នឹងគឺជាថ្ងៃដែលមិត្តភ័ក្តិរបស់គាត់ត្រូវចូលរោងការមួយនេះក៏សង់នៅក្នុងខេត្តព្រៃវែងផងដែរដែលគាត់តម្រូវឲ្យធ្វើដំណើរពីទីក្រុងភ្នំពេញទៅចូលរួមនៅក្នុងកម្មវិធីហើយទីកន្លែងស្នាក់នៅរបស់គាត់គឺស្ថិតនៅក្នុងផ្ទះរបស់អ៊ំរបស់គាត់ដែល 3-4 ភូមិចេញពីខុសពីភូមិដែលកំពុងតែរៀបពិធីអាពាហ៍ពិពាហ៍ហ្នឹងគាត់ថានៅពេលដែលគាត់បានធ្វើដំណើរទៅដល់អ្នកស្រុកអ្នកភូមិរបស់គាត់គឺរាក់ទាក់ខ្លាំងមែនទែនរបៀបថាអូយបាត់យូរហើយក្មួយហើយទៅដល់ណាហើយសុកទុកនឹងណាហើយមិនហើយរកឃើញគូសកលនៅរកឃើញអីនៅគឺចាស់ទុំមកនឹងឯងមករាក់ទាក់គាត់មកសួរសុកទុកគាត់ហើយមិត្តភ័ក្តិរបស់គាត់ក៏មកសួរស្ដីគាត់ hello គាត់អីចឹងណាអញ្ចឹងអាបរិយាកាសរាក់ទាក់នឹងធ្វើឲ្យគាត់មានសភាពកក់ក្ដៅគាត់សប្បាយចិត្តណាដូចមកជាអារម្មណ៍មួយដែលថាខ្ញុំមកដល់ផ្ទះខ្ញុំវិញហើយខ្ញុំបែកយូរហើយអរគុណដែលនៅតែនឹកនាដល់ខ្ញុំគឺអារម្មណ៍មួយហ្នឹងចូលដល់ម៉ោងកម្មវិធីគឺមានមនុស្សច្រើនមែនទែនចូលរួមនៅក្នុងកម្មវិធីមង្គលការមួយហ្នឹងភាពឱឡារិកសប្បាយរីករាយហើយសុទ្ធតែជាមនុស្សស្គាល់គ្នាទៀតស្ទើរតែមួយរោងហ្នឹងគឺស្គាល់គ្នាអស់ទៅហើយព្រោះធម្មតាអ្នកភូមិគាត់ស្គាល់គ្នាវាទូចាស់វាមិនមែនដូចអ្នកនៅភ្នំពេញអ្នកជាប់ខាងស្ទើរតែអត់និយាយគ្នាតែអ្នកភូមិគេស្គាល់គ្នាម្លង10ផ្ទះក៏នៅតែស្គាល់គ្នាដែរអញ្ចឹងទស្សនវិជ្ជានៅក្នុងរោងហ្នឹងគឺសប្បាយរីករាយខ្លាំងណាស់សប្បាយខ្លាំងមែនទែនដែលគាត់ដូចជាភ្ញៀវទេសចរម្នាក់ណាដែលចេញពីផ្ទះយូរហើយមកដល់អញ្ចឹងជួបនៅក្នុងរោងសិតតែអ្នកស្គាល់គ្នាគាត់បានចូលរួមនៅក្នុងតុរបស់ចាស់ទុំពេលហ្នឹងគាត់ក៏នៅតែមានការសួរជជែកវែកញែកអូយគាត់ថាគាត់សប្បាយណាស់កម្មវិធីការមួយហ្នឹងគឺសប្បាយខ្លាំងមែនទែនរហូតដល់គាត់ទទួលទានគ្រឿងសង្វឹងអីផងជួបជុំមិត្តភ័ក្តិផងគឺសប្បាយខ្លាំងមែនទែនបងប្អូនអាចសម័យឃើញហើយដល់ម៉ោង11យប់គាត់ក៏មើលម៉ោងទៅថាម៉ោង11យប់ហើយខ្លួនប្រាណរបស់គាត់ក៏រៀងស្វឹងតិចដែរចឹងកុំឲ្យមានបញ្ហាអីព្រោះដោយសារតែគាត់ក៏គេងនៅផ្ទះអ៊ំរបស់គាត់ដែលនៅឆ្ងាយពីនឹងប្រហែលជា3ភូមិបញ្ជាក់ពីមួយភូមិទៅមួយភូមិវាមានសភាពឆ្ងាយពីគ្នាគួរសមអញ្ចឹងទម្រាំទៅ3ភូមិគាត់អាចជិះចូលកន្លះម៉ោង40នាទីអីទៅដល់ផ្ទះអ៊ំរបស់គាត់មើលម៉ោងប្រហែលជាម៉ោង11យប់ហើយជាជាងមានបញ្ហាជាជាងមានបាតុភូហេតុអីគាត់ក៏បញ្ឈប់ការសបាយរំលែករបស់គាត់ទទួលគ្រឿងសង្វឹងរបស់គាត់ក៏លាចាស់ទុំទាំងឡាយលាមិត្តភ័ក្តិទាំងឡាយទាញម៉ូតូហើយជិះតម្រង់ទៅផ្ទះអ៊ំរបស់គាត់ដែលនៅភូមិមួយទៀតបងប្អូនសាកសម័យថាម៉ោង11យប់នៅខេត្តព្រៃវែងគឺសភាពស្ងាត់ខ្លាំងមែនទែនខែ8គឺជាខែភ្លៀងចឹងហើយនៅមានសន្សើមសត្វយំសត្វល្អិតយំនៅដែលរំពឹងទៅលើស្មៅនឹងរស់នៅក្នុងស្មៅរស់នៅក្នុងដីនឹងវាយំផងវាអីផងខ្យល់ត្រជាក់បងប្អូនជិះម៉ូតូម្នាក់ឯងតើបរិយាកាសមួយនោះមានអារម្មណ៍បែបណាដែរបរិយាកាសទាំងអស់ស្ទើរតែអំណោយផលមែនទែនវាអំណោយផលពេកក្នុងការកើតរឿងរ៉ាវណាមួយឬបើសិនជាបទកើតរឿងរ៉ាវទេទស្សនវិជ្ជាមួយហ្នឹងវាជាទស្សនវិជ្ជាមួយដែលអន្លង់លោចហើយយើងជិះម៉ូតូបដើខ្យល់ផាត់បក់មកត្រជាក់ខ្លួនយើងនេះស្វឹងសឿងផងឮសัตว์យំឮអីផងនៅលើផ្លូវគឺស្ងាត់ឡើងជ្រាបបើកភ្លើងមកគឺមានតែភ្លើងម៉ូតូរបស់យើងនោះទេនៅលើដងផ្លូវស្ទើរតែគ្មានអ្នកធ្វើដំណើរឬក៏មិនមានទាល់តែសោះទស្សនវិជ្ជាស្ងាត់ជ្រងំដើមឈើធំនៅជុំវិញផ្លូវមួយជិះតែម្នាក់ឯងគាត់ជិះរហូតបន្តបើករហូតស្មារតីក៏ចាប់ផ្ដើមរៀងស្វាងបន្តិចហើយព្រោះត្រូវធាតុត្រជាក់ពីខ្យល់អាកាសហ្នឹងរហូតមកដល់ត្រង់ចំណុចមួយត្រង់ចំណុចផ្លូវបែកជា3ខាងឆ្វេងបត់ទៅភូមិមួយទៀតហើយខាងស្ដាំបត់តម្រង់ទៅភូមិខាងអ៊ំរបស់គាត់នឹងឯងដែលគាត់ស្នាស្ដីមកដល់ត្រង់ចំណុចនេះគាត់ក៏វាយសញ្ញោទៅខាងស្ដាំហើយគាត់ក៏បត់ទៅតម្រង់ទៅផ្ទះអ៊ំរបស់គាត់ជិះបានតែបន្តិច
ម៉ូតូដែលកំពុងតែបរនៅក្នុងលបឿនជិះយ៉ាងស្រួលស្រាប់តែមានទម្ងន់ធ្ងន់មែនទែនធ្ងន់ជាទីបំផុតមួស្ទើរតែមិនទៅមុខដែលពេលដែលគាត់មួទៅអាម៉ាស៊ីនម៉ូតូហ្នឹងវាស្ទើរតែឡោកវាក្រឹបតែអាលបឿនដែលបរហ្នឹងវាយឺតខ្លាំងពេកហើយគាត់ឆ្ងល់មែនទែនចុះមានបញ្ហាអីចេះមិនក៏ម៉ូតូសុកមួអត់ចង់ទៅមុខតិចបែកកង់ទៅនេះគឺជាអ្វីដែលគាត់គិតតែក៏មានអារម្មណ៍មួយទៀតដែរនៅពេលដែលម៉ូតូរបស់គាត់មួមិនទៅមុខនេះឆ្អឹងខ្នងរបស់គាត់ចាប់ផ្ដើមព្រឺខ្លាំងមែនទែនព្រឺខ្ញាក់ព្រឺរបៀបចាញ់ច្រាបគាត់ឆ្ងល់ថាតើមានរឿងអ្វីកើតឡើងគាត់ព្យាយាមផ្លាស់ប្ដូរគំនិតរបស់គាត់ថាមិនមែនជារឿងអបិយជំនឿទេប្រហែលជាមានបញ្ហាអ្វីទាក់ទិនជាមួយនឹងម៉ូតូហ្នឹងតើម៉ូតូហ្នឹងមានបញ្ហាត្រង់ចំណុចណាមួយឬក៏ជាបញ្ហាបែកកង់ជិះបានទៅដល់មុខបន្តិចទៀតគាត់ក៏សម្រេចចិត្តថាបើបែកកង់ឲ្យដឹងថាបែកកង់ហ្មងឲ្យស្រួលមើលប៉ុន្តែគាត់ក៏គិតក្នុងចិត្តថាទេបើបែកកង់ហើយឥឡូវនៅកណ្ដាលផ្លូវកណ្ដាលព្រៃចេះផងហើយយប់ស្មានហ្នឹងហើយបើបែកកង់ទៅរកជាងនៅពេលណាទៅគាត់ក៏វាយម៉ូតូឯកគៀនហើយចុះទៅមើលគាត់ពិនិត្យមើលទាំងកង់មុខនិងកង់ក្រោយកង់ទាំងពីរមានសភាពល្អខ្លាំងមែនទែនមិនមានបង្ហាញសកម្មភាពមួយណាឬទស្សនវិជ្ជាមួយណាដែលកង់ទាំងពីរនោះមានបញ្ហានោះឡើយនៅពេលដែលគាត់ចុះពីម៉ូតូគាត់ដោះលេខអស់ចូលដល់លេខ N ណាគាត់មួលទៅគឺសំលេងអីគឺវាប្រក្រតីចុះហេតុអ្វីមុននោះគាត់មួលទៅតែមួលទៅមុខមិនរួចគាត់ចាប់ផ្ដើមមានចម្ងល់ចុះមានរឿងអីកើតឡើងចេះគាត់មិនគិតច្រើនទេគាត់គិតថាជារឿងធម្មតាប្រហែលជាគាត់ស្វឹងឬក៏អីចឹងទៅអញ្ចឹងគាត់ក៏ដើរទៅហួសម៉ូតូគាត់ប្រហែល1ម៉ែត្រ2ម៉ែត្រចឹងទៅដើម្បីបន្តបងរំដោះទុកសត្វលោកក្រោយពីគាត់បត់ដៃបត់ជើងតូចហើយគាត់ក៏ឡើងម៉ូតូវិញតម្រង់ធ្វើដំណើរបន្តទៅទៀតធ្វើដំណើរបានបន្តិចទៀតចូលទៅដល់កាត់កន្លែងមួយដែលគាត់ឃើញផ្លុងពីចម្ងាយគឺជាតូបចាប់រួយមួយនោះមានម្ចាស់ជាអ៊ំស្រីម្នាក់ដែលគាត់ស្គាល់ដូចគ្នាគាត់សម្លឹងមើលទៅក្នុងតូបមួយហ្នឹងគាត់បានឃើញចាស់ទុំអ៊ំប្រុសប្រហែលអ្នកដែលកំពុងតែញ៉ាំស្រាសខ្ញុំជឿជាក់ថាទស្សនវិជ្ជាមួយនេះគឺបងប្អូនអាសាឃើញណាស់យើងជិះទៅចុកខេត្តអីក៏យើងឃើញដែរនៅតូបចាប់រួយតែងតែមានអ៊ំនៅក្នុងតំបន់គាត់ជុំជើងគ្នាដោះអាវដើម្បីពិសាស្រាសអញ្ចឹងណាគឺទស្សនវិជ្ជាមួយនឹងឯងគាត់ឃើញបែបហ្នឹងគាត់ហាក់ដូចជាមានសង្ឃឹមគាត់ថាយ៉ាងហោចណាស់ក៏មានមនុស្សដែរណាមួយគាត់រៀងស្វឹងសឿងផងខែលូតទស្សនវិជ្ជាបំបញ្ញមិញនេះកើតឡើងដោយសារតែគាត់ស្វឹងអញ្ចឹងគាត់ក៏មានគំនិតមួយថាគាត់នឹងចូលទៅក្នុងតូបមួយហ្នឹងដើម្បីសួរសុខទុក្ខម្ចាស់តូបផងដើម្បីសួរសុខទុក្ខអ៊ំដែលកំពុងតែអង្គុយញ៉ាំស្រាសហ្នឹងផងសិតតែជាមនុស្សដែលគាត់ស្គាល់ហើយគាត់ក៏ជ្រើសឱកាសហ្នឹងទិញភេសជ្ជៈបើកម្លាំងដើម្បីឲ្យស្វាងជាតិអាស្វឹងហ្នឹងដើម្បីបន្តដំណើរទៅមុខទៀតគាត់គិតបែបនេះហើយគាត់ក៏មួចូលទៅក្នុងតូបចាប់រួយមួយហ្នឹងគ្រាន់តែឃើញគាត់ឈប់ភ្លាមអ៊ំទាំងឡាយក៏គាត់ឃើញគាត់សប្បាយចិត្តខ្លាំងណាស់គាត់ថាមិនហើយឧទាហរណ៍ថាកអញ្ចឹងឈ្មោះគាត់កអញ្ចឹងណាថាអូមិនហើយកអូយបាត់យូរហើយនេះទៅណាមកណាធ្វើការនៅណាមិនក៏មិនដែលឃើញសោះអញ្ចឹងគាត់ក៏បោបាច់ហោហែជាមួយនឹងអ៊ំជាមួយនឹងម្ចាស់តូបសួរសុខទុក្ខពួកគាត់ផុតពីហ្នឹងក្រោយពីការសួរសុខទុក្ខហើយគាត់ក៏ប្រាប់ទៅម្ចាស់តូបថាអ៊ំខ្ញុំយកភេសជ្ជៈបើកម្លាំងមួយអ៊ំមួយហ្នឹងមើលមកកាន់គាត់ហើយញឹមទស្សនវិជ្ជាមួយហ្នឹងមើលមកកាន់គាត់ហើយញឹមសួរថាញឹមទៅអីខ្ញុំមកទិញគ្រឿងកំប៉ុងមកកំប៉ុងតាហេតុអីញ៉ាំដាក់ខ្ញុំចំណែកឯអ៊ំប្រុសវិញដឹងថាគាត់និយាយមិនមកកាន់គាត់ទេគាត់ថាអញ្ចេះងាប់អូនណាឯងទិញតែមកកំប៉ុងហើយចុះប្រពន្ធឯងគិតមិនប្រពន្ធគិតយ៉ាងម៉េចប្រពន្ធគាត់ជិះមកតែម្នាក់ឯងហ្នឹងប្រពន្ធមិនគាត់ចាប់ដើមចំអត់ស្រួលទេគាត់បកទៅមើលអ៊ំវិញថាអូម៉ែចេះតែនិយាយផ្ដេសផ្ដាសអញ្ចឹងខ្ញុំមានប្រពន្ធមកពីណាអារបៀបថាសើចញឹមរបៀបថាអាប្រពន្ធឡើងច្បាស់ហើយគុំក៏ហក់ថាអត់មានប្រពន្ធគាត់ថាអត់ទេអត់មានប្រពន្ធទេអ៊ំហើយអ៊ំនោះក៏ប្រាប់ថាអូនឯងអត់ចិត្តមែនប្រពន្ធខំអង្គុយចាំហីទិញតែមកកំប៉ុងញ៉ាំតែខ្លួនឯងហើយគាត់ក៏បដិសេធបន្តថាខ្ញុំក្មេងណាស់ខ្ញុំទុំតែ20បន្តិចហ្នឹងរឿងអីត្រូវខ្ញុំការខ្ញុំអត់តន់ការទេហើយខ្ញុំជិះមកតែម្នាក់ឯងទេហើយចេះថាខ្ញុំមានប្រពន្ធអីពេលហ្នឹងហើយអ៊ំហ្នឹងក៏គាត់សើចញឹមហើយក៏និយាយថាអត់មានប្រពន្ធក៏អត់មានប្រពន្ធណាបងប្រុសគាត់បានហុចលុយទៅឲ្យម្ចាស់តូបគាត់គាស់ភេសជ្ជៈកំប៉ុងហ្នឹងគាត់អកមកដង្ហើមបដាច់តែម្ដងហើយបោះចោលសំបកកំប៉ុងហើយគាត់ក៏ធ្វើដំណើរចេញទៅបន្តទៀតការធ្វើដំណើររបស់គាត់បើសិនជាបងប្អូនចតនៅកន្លែងមួយជិះតែម្នាក់ឯងហើយគេនិយាយចឹងមកកាន់បងប្អូននេះតើបងប្អូនបន្តធ្វើដំណើរនៅលើផ្លូវស្ងាត់ប្រកបដោយអារម្មណ៍បែបណាអារម្មណ៍របស់គាត់គឺបែបនោះឯងគឺគាត់ភ័យគាត់ខ្លាចប៉ុន្តែធ្វើមិនគាត់អត់អាចដេញនៅលើផ្លូវបានទេគាត់ត្រូវតែមួបន្ថែមលបឿនធ្វើយ៉ាងម៉េចឲ្យលឿនបំផុតដើម្បីទៅដល់ផ្ទះឲ្យឆាប់គាត់មួលហ្គាក្នុងលបឿនលឿនមែនទែននៅលើផ្លូវស្ងាត់ជ្រងំគាត់មួលបានតែបន្តិចកំពុងតែមួលនឹងហួសប្រហែលជាថា10នាទីទៅមុខទៀតចុះចូលទៅដល់លើផ្លូវធំហើយស្រាប់តែមានឡានប្រភេទ1តោនកន្លះដែលដឹកអីវ៉ាន់ដឹកគោដឹកអីចឹងណាជិះបច្ច្រាស់គាត់ផ្លុងមកគាត់ជិះមួលលបឿនលឿនមែនទែនហើយឡានមួយហ្នឹងបើកកញ្ចក់ហើយវាយហ្វាកូនមកគាត់វាយផ្លឹបគាត់ឆ្ងល់ថាឈួតទេវាយហ្វាកូនចឹងអត់ខ្លាចគាត់មើលអត់ឃើញទេហើយបើគាត់មើលអត់ឃើញជិះធ្លាក់ផ្លូវទៅគិតមិននៅពេលដែលឡាននឹងជិះកាន់តែគៀកគាត់ទៅគាត់ស្ថិតនៅក្នុងលបឿនស្រាប់តែអ្នកនៅក្នុងឡាននឹងបានស្រែកប្រាប់គាត់ថា
ណែអាកូនឯងជីលឿនម៉េចធ្លាក់ក្មេងធ្លាក់ប្រពន្ធនៅក្រោយឯងអត់ខ្លាចធ្លាក់ក្មេងទេគាត់លឺបែបហ្នឹងគឺគាត់ព្រឺខ្លួនមែនតើគាត់ព្រឺខ្លួនថ្ញាក់គាត់ថាគាត់ជីតែម្នាក់ឯងមានក្មេងមកពីណាមានស្រីមកពីណាមកជីពីក្រោយគាត់ហ្នឹងតែគាត់ភ័យខ្លាំងមែនតើគាត់អត់ដឹងធ្វើម៉េចគាត់អត់ធ្វើអត់ដឹងគាត់ធ្វើអត់លឺគាត់ប្រឹងមួថែមទៀតប៉ុន្តែគាត់ក៏មានអារម្មណ៍ថាមិនស្រួលស្រាប់តែហើយជីបានពីនឹងប្រហែលជា10នាទីទៀតក៏ជ្រោះជាមួយនឹងអ៊ំប្រុសម្នាក់ដែលគាត់ជិះម៉ូតូបញ្ច្រាស់គាត់បន្ថែមទៀតនៅពេលដែលជិះគាត់ឃើញម៉ូតូប្លង់ស្រាប់តែម៉ូតូនឹងបន្តសកម្មភាពដូចឡានអំបញ្ញមិញអញ្ចឹងគឺវាយហ្វាកូដសប្លេតែគាត់គិតថាទេឈួតទេហើយធ្វើអញ្ចឹងធ្វើអីនៅពេលដែលជិះកាន់តែគៀកគ្នាមែនតើអ៊ំប្រុសម្នាក់នោះបានស្រែកថាអាកអូនឯងបើកលឿនម៉េចឯងធ្លាក់ក្មេងឥឡូវហីមួយម៉ាត់ហ្នឹងគាត់លឺមួយម៉ាត់ហ្នឹងគឺគាត់ព្រឺខ្លួនប៉ុន្តែគាត់អត់ដឹងថាធ្វើមិនខ្មិចអញ្ចឹងគាត់ក៏ធ្វើអំពើអសិលធម៌មួយដោយស្រែកជេរអ៊ំហ្នឹងតែម្ដងដែរគាត់អត់ស្គាល់មុខទេតែគាត់ស្រែកជេរយំម្ដងអ៊ំឯងចាស់ភ្លឺណាស់ទៅរបៀបអញ្ចឹងហ្នឹងឯងព្រោះអីសេចក្តីខ្លាចខ្លាំងពេកសេចក្តីខ្លាចដែលគាត់មានអ្នកណាមកជិះពីក្រោយក្នុងគាត់គឺមានតែគាត់តែប៉ុណ្ណោះប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនេះគឺជាបុគ្គលទី2មិនមែនជាការលេងសើចបើសិនជាស្គាល់គ្នាប្រហែលជាថាលេងសើចទេតែនេះមិនដែលស្គាល់គ្នានោះឡើយហេតុអីបានមនុស្ស2នាក់មួយឡានមួយម៉ូតូនិយាយរឿងដូចគ្នាបែបបាត់ថាគាត់មានគេជិះពីក្រោយមានស្រីម្នាក់ដែលគេថាជាប្រពន្ធរបស់គាត់និងមានក្មេងម្នាក់ដែលគេថាជាកូនរបស់គាត់ក្នុងហេតុការណ៍មួយនេះបើសិនជាបងប្អូនទាំងអស់គ្នាតើបងប្អូនមានអារម្មណ៍បែបណាតែជាបុណ្យកុសលគាត់បានត្រឡប់ដល់ផ្ទះវិញដោយសុវត្ថិភាពដោយមិនមានឧបទ្ទវហេតុណាមួយដែលអាក្រក់បានកើតឡើងចំពោះគាត់នោះឡើយគាត់បានចូលទៅដល់ប្រានផ្លាកៅបានមួយទឹកអីហើយមកស្អាតក៏ឡើងដល់គ្រែតែយប់នោះគាត់គេងមិនស្កប់នោះទេព្រោះគាត់នៅតែរសេះរសល់គាត់ឆ្ងល់ក្នុងចិត្តគាត់នៅតែមិនអស់ចិត្តគាត់នៅតែមិនយល់នៅរឿងរ៉ាវដែលបានកើតឡើងចំពោះគាត់គេងរហូតដល់លក់ស្អែកព្រឹកឡើងគាត់ក៏ក្រោកឡើងមានអារម្មណ៍ថារសេះរសល់ដៃជើងមែនតើមានអារម្មណ៍ថាហត់មែនតើប៉ុន្តែអារម្មណ៍ចង់ដឹងក៏នៅតែកើតឡើងអញ្ចឹងហើយគាត់មិនបានគិតច្រើនគាត់ក៏ទាញម៉ូតូផ្លាក់អាវហើយទាញម៉ូតូជិះតម្រង់ទៅតូបចាប់រួយដែលគាត់បានទិញភេសជ្ជៈទៅកម្លាំងការពីយប់មិញហ្នឹងណាដើម្បីសួររឿងរ៉ាវឲ្យដឹងសខ្មៅតែម្ដងថាគាត់និយាយលេងឬយ៉ាងម៉េចគាត់ទាញម៉ូតូជិះតម្រង់ទៅតូបចាប់រួយមួយនោះគាត់ជួបអ៊ំអ្នកលក់ហើយគាត់ថាអញ្ចេះអ៊ំម្សិលមិញពួកអ៊ំនិយាយថាមានមនុស្សស្រីអង្គុយក្នុងខ្ញុំនិយាយមែននិយាយលេងអ៊ំថាអត់ទេនិយាយមែនតានិយាយមែនតើគាត់បានឃើញមនុស្សស្រីម្នាក់អង្គុយនៅលើម៉ូតូរបស់បងប្រុសហ្នឹងហើយគាត់បានថាអញ្ចឹងអ៊ំស្មានតើអូនឯងនិយាយលេងថាមិនមែនប្រពន្ធប្រពន្ធមិនមែនប្រពន្ធរបស់អូនឯងអញ្ចឹងម្នាក់ស្រីហ្នឹងគាត់ថាអត់ទេអ៊ំអើយមកមានមកពីណាគាត់ជីតែម្នាក់ឯងគាត់អត់ទាន់មានប្រពន្ធទេតាស្នេហាគាត់មិនទាន់មានផងមានប្រពន្ធមកពីណាពេលនោះហើយដែលអ៊ំស្រីម្ចាស់តូបហើយនឹងគាត់ដឹងថាតើយប់មិញនេះអ្វីដែលពួកគាត់បានឃើញគឺជាអ្វីយ៉ាងពិតប្រាកដមិនមែនជាមនុស្សនោះឡើយយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះតោះយើងបន្តសាច់រឿងទី2ដែលប្រតិបត្តិគ្នាខ្លាំងមែនទែនដំណើរក្រោយគាត់ត្រឡប់ចេញពីកម្មវិធីអាពាហ៍ពិពាហ៍នៅខេត្តព្រៃវែងរបស់មិត្តភក្តិរបស់គាត់ក៏បានចូលធ្វើការវិញធម្មតានៅក្នុងរាជធានីភ្នំពេញនៅក្នុងក្រុមហ៊ុននៅក្នុងកន្លែងធ្វើការដដែលដែលមានថៅកែជាចិនប៉ុន្តែគាត់មិនបានបញ្ជាក់ថាតើប្រភេទការងាររបស់គាត់គឺជាប្រភេទអីទេតើថៅកែចិនហ្នឹងគាត់បើកអាជីវកម្មអីក៏គាត់មិនបានប្រាប់នោះឡើយអញ្ចឹងបើសិនជាគាត់មិនបានប្រាប់ហើយយើងកុំជជែកសួរក៏យើងកុំចង់ដឹងអីដឹងថាតើរឿងរ៉ាវរន្ធត់បន្តកើតឡើងមានសភាពបែបណាធ្វើបានត្រឹមតែមួយរយៈប៉ុណ្ណោះមួយរយៈរហូតដល់ចុងឆ្នាំ2021ចូលឆ្នាំ2022គាត់និងថៅកែរបស់គាត់សុកមានចំនួនខ្លាំងមែនទែនជាចំនួនមួយដែលមិនគួរកើតឡើងរវាងថៅកែនិងបុគ្គលិកមិនគួរបុគ្គលិកណាក៏មានថ្លើមពាសមេឃក៏មានសម្ដីតូចធំក៏មិនប្រមាណឋានៈខ្លួនឯងតែឆ្លោះគ្នាមួយថៅកែប៉ុន្តែចំនួនមួយហ្នឹងពិតជាបានកើតឡើងមែនតែគាត់ស្ទើរតែមិនជឿខ្លួនឯងរហូតដល់មានការឌីលថ្មេះរហូតដល់មានការជេរប្រមាថថៅកែរបស់ខ្លួនឯងគាត់សម្រេចចិត្តដោយដាច់អហង្ការថាគាត់ជេរហើយគាត់ឈប់ធ្វើការកន្លែងហ្នឹងតែម្ដងក្រោយពីគាត់ឈប់ធ្វើការហើយដោយសារតែគាត់គឺជាមនុស្សម្នាក់ដែលអត់ចូលចិត្តត្នេទេគាត់ចង់រកការងារធ្វើភ្លាមព្រោះគាត់ត្រូវការចំណូលគាត់មិនចូលចិត្តឲ្យខ្លួនឯងទាត់ខ្យល់អញ្ចឹងគាត់ត្រូវការភ្លាមដូច្នេះហើយមកដល់ផ្ទះវិញគាត់ងូតទឹកហើយសម្រាកអារម្មណ៍ហើយរងាប់អារម្មណ៍ហើយគាត់ក៏ទាញទូរស័ព្ទទេទៅកាន់មីងរបស់គាត់ដែលនៅខេត្តកំពង់ធំគាត់បានសួរអ្នកមីងថាមីងនៅនោះសម្បូរការងារអត់មីងគាត់បានរៀបរាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងរវាងគាត់ជាមួយនឹងតកែមីងរបស់គាត់បានយល់ការហើយអស់ហើយថារឿងរ៉ាវទាំងអស់បានកើតឡើងពីអ្វីក៏បានឆ្លើយតបជាមួយគាត់ថានៅនេះសម្បូរការងារដែរតាមីងស្គាល់ក្រុមហ៊ុនមួយចំនួនឥឡូវក្មួយឯងឡើងមកចាំមីងផ្ដាំផ្ញើគេឲ្យគាត់បានដំណឹងតែប៉ុណ្្នឹងគាត់ក៏ទៅរកឪពុកម្ដាយរបស់គាត់ថ្វាយអង្គមលាប៉ាម៉ាក់អីចឹងណាហើយក៏រៀបចំសាកដោរបស់គាត់រៀបចំវេលារបស់គាត់ដើម្បីតម្រង់ដំណើរទៅខេត្តកំពង់ធំទាំងយប់តែម្ដងគឺគាត់ជិះឡានក្រុងទៅទាំងយប់ដោយគាត់គិតថានៅពេលដែលជិះឡានក្រុងទៅទាំងយប់ចឹងរំទៅដល់កំពង់ធំ
វារៀងភ្លឺល្មមម៉ោង6ម៉ោង7គាត់អាចទៅជួបនៅខាងក្រុមហ៊ុនគាត់អាចចូលធ្វើការបានតែម្ដងកុំឲ្យខាតថ្ងៃកុំឲ្យខាតជើងគឺបែបផែនមួយនឹងឯងគាត់បានកក់សម្បត្តិឡានក្រុងជិះពេលយប់មួយសន្លឹកពេលវេលាបានមកដល់គាត់ក៏បានមកដល់កន្លែងបេនឡានក្រុងមួយនឹងហើយគាត់បានហុចសម្បត្តិទៅឲ្យព្រូឡានតកងឡានដើម្បីឲ្យឆែកមើលថាអូខេគាត់អង្គុយនៅកៅអីនេះកៅអីនោះអីចឹងទៅកៅអីដែលគាត់បានជិះគឺរាប់ពីខាងក្រោយមកខាងក្រោយគេប្រអស់ប្រហែលជា 3-4 ជួរគឺដល់កៅអីរបស់គាត់ហើយចម្លែកត្រង់ចំណុចមួយនេះឡានក្រុងទាំងមូលគាត់ស្ទើរតែមានអារម្មណ៍ថាអត់មានភ្ញៀវធ្វើដំណើរអត់មានភ្ញៀវធ្វើដំណើរទាល់តែសោះគឺស្ទើរតែគាត់នៅឡានមួយតែម្នាក់ឯងតែម្ដងនៅក្នុងថ្ងៃនោះគាត់កំពុងតែអង្គុយមើលទេសភាពនៅក្នុងឡានក្រុងគាត់ខ្ជិលមើលចរាចរណ៍អញ្ចឹងហើយគាត់គិតពិចារណាថាអូទៅដល់នឹងធ្វើអីគេនឹងនិយាយជាមួយគេត្រូវបកស្រាយមិនបើគេសួរឡានខ្លះស្រាប់តែមានអ៊ំស្រីម្នាក់ឡើងឡានមកអង្គុយចិត្តគាត់អង្គុយបានន័យថាឡានក្រុងមិនកៅអីពីរសងខាងហើយមានផ្លូវដើរកណ្ដាលអញ្ចឹងគាត់អង្គុយកៅអីជាប់ខាងផ្លូវដើរនៅម្ខាងហើយអ្នកមីងឬក៏អ៊ំស្រីមួយហ្នឹងគាត់អង្គុយនៅម្ខាងទៀតនៅក្នុងជួរតែមួយជាមួយនឹងគាត់គិតក្នុងចិត្តថាចេះយ៉ាងហោចណាស់ក៏មានអ្នកធ្វើដំណើរជាមួយគ្នាដែរជិះម្នាក់ឯងវាមិនអាចកោគាត់គិតអញ្ចឹងណាបានតែបន្តិចឡានក្រុងដល់ពេលវេលាមួយដែលកំណត់ដែលត្រូវធ្វើដំណើរចេញទៅហើយចេញពីទីក្រុងភ្នំពេញគាត់ក៏មានការប្រោកប្រាជាមួយនឹងអ៊ំស្រីម្នាក់ហ្នឹងណាគាត់ថាអូយអ៊ំអ្នកខេត្តខាងណាសុខទុក្ខយ៉ាងណាហើយទៅណាមកណាអញ្ចឹងទៅអញ្ចឹងអ្វីដែលជាដំណឹងរបស់អ៊ំស្រីនឹងបញ្ជូនមកកាន់គាត់គឺគាត់ប្រាប់ថាចេះគាត់គឺជាអ្នកនៅខាងស្រុកបារាយយ៉ាងគាត់ក៏និយាយប្រោកប្រាជ្ញហើយគាត់ក៏សួរថាអូនឯងហ្នឹងចុះនៅកន្លែងណាហើយបងប្រុសក៏គាត់ឆ្លើយថាអូខ្ញុំចុះនៅកំពង់ធំតែរកការងារអីចឹងទៅគាត់ប្រោកប្រាជ្ញគ្នាចុះប្រោកប្រាជ្ញគ្នាឡើងហួសភ្នំពេញដំណើរមកដល់ចិត្តស្គុនគាត់ក៏ប្រាប់អ៊ំស្រីម្នាក់ហ្នឹងថាចេះអ៊ំឥឡូវខ្ញុំរៀងអស់កម្លាំងណាឥឡូវម៉ោងប្រហែលជាម៉ានហើយនេះ 8-9 យប់ហើយណាមួយទៀតរឿងងាវក្នុងគូក្បាលខ្ញុំឥឡូវច្រើនណាអញ្ចឹងក្នុងករណីហ្នឹងខ្ញុំសុំសម្រាប់បន្តិចណាអ៊ំណាអញ្ចឹងចាំខ្ញុំងើបមកចាំយើងនិយាយគ្នាទៀតគាត់និយាយអញ្ចឹងអ៊ំគាត់ក៏ទទួលពាក្យមួយហ្នឹងជាមួយនឹងបងប្រុសដូចគ្នាដែរគាត់ទទួលពាក្យមួយហ្នឹងហើយបងប្រុសក៏បានសង្ងំគេងទៅគាត់សង្ងំគេងបណ្ដើររហូតដល់គាត់ភ្ញាក់កណ្ដាលយប់ប្រហែលជាម៉ោង10-11 យប់ប្រហែលប៉ុណ្្នឹងឯងគាត់មើលកន្លែងធ្វើដំណើរមកទេម្ដុំនេះដូចអត់ទាន់ចុំដល់កន្លែងណាហើយវាអញ្ចឹងណាប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍គឺគាត់ងាកមកខាងស្ដាំដៃរបស់គាត់អ៊ំស្រីមួយនោះលែងមានវត្តមាននៅលើកៅអីមួយនោះហើយគាត់បានស្វែងរកគាត់ខំអឺតទៅមុខផងខំអឺតទៅក្រោយផងទេអ៊ំស្រីនឹងទៅដល់ណាហើយតិចចុះបាត់ទៅគាត់គិតអញ្ចឹងណាគាត់ក៏បានសួរទៅតកងឡានថាបងអើយបងយើងជិះដល់ណាហើយបងប្រុសតកងឡានបានស្រែកប្រាប់គាត់ថានៅសល់ប្រហែលជា10គីឡូទៀតដល់បារាយអូនគាត់ថា10គីឡូទៀតទៅដល់បារាយចំអ៊ំមិញគាត់ថាគាត់ចង់នៅទៅបារាយតាហើយមិនតន់ដល់បារាយផងហើយមិនបាត់ខ្លួនអញ្ចឹងនេះគឺជាចម្ងល់ក្នុងចិត្តបើសិនជាបងប្អូនវិញតើបងប្អូនយល់យ៉ាងណាដែរមនុស្សអង្គុយជាប់យើងណាអង្គុយនិយាយបែបផែនជាមនុស្សអង្គុយនិយាយប្រកប្រាជ្ញគ្នាឡើងមកសន្ទុះពីភ្នំពេញមកដល់ចិត្តស្គុនណាជារូបរាងមនុស្សមកបិទភ្នែកគេងបើកភ្នែកមកវិញបាត់ស្មៅសួនចិនមិនទាន់ទាំងដល់ទីតាំងផងចម្ងល់ក្នុងចិត្តរបស់គាត់ក៏បានកើតឡើងឆ្ងល់ថាតើអ្វីដែលគាត់បានជួបប្រទះនេះគឺជាស្ថានភាពអ្វីគាត់សង្ងំគេងទៅវិញគាត់សង្ងំគេងទាំងអារម្មណ៍មួយដែលមិនស្កប់ស្កល់រហូតដល់គាត់បានមកដល់គោលដៅរបស់គាត់ជាកន្លែងបេនឡាននៅក្នុងខេត្តកំពង់ធំប្រហែលល្បាក់ពាក់កណ្ដាលទ្រីដែរប្រហែលថាយើងសន្មតណាយើងសន្មតថាម៉ោង2យប់អីចឹងទៅយើងសន្មតថាអញ្ចឹងចុះអញ្ចឹងនៅពេលដែលម៉ោង2យប់គាត់អត់អាចទេទៅប្រាប់ពូរបស់គាត់ដែលជាប្តីរបស់អ្នកមីងរបស់គាត់ឲ្យមកយកទាំងកណ្ដាលយប់បានទេអញ្ចឹងហើយគាត់មិនចង់រំខានពួកគាត់ក៏ប្រាប់ទៅពូឡានថាចេះទៅកងឡានថាចេះបងអើយបងចេះដោយសារតែខ្ញុំត្រូវឲ្យពូខ្ញុំមកយកតែឥឡូវទុំម៉ោងស្មានហ្នឹងបងអញ្ចឹងមិនខ្ញុំសុំគេងនៅលើឡានសិនណាចាំព្រះទឹករះម៉ោង5កន្លះអីខ្ញុំទេឲ្យពូខ្ញុំមកយកហ្មងបានអត់បងអញ្ចឹងតកងឡានគាត់ក៏ទទួលពាក្យហ្នឹងថាអូនអត់អីទេគេងនៅហ្នឹងទៅសុវត្ថិភាពទេអូនឯងកុំភ័យនោះសន្តិសុខរបស់គេនៅមុខអញ្ចឹងកុំខ្លាចមានអីវ៉ាន់អីដាក់នៅលើឡានហ្នឹងទៅវាមិនបាត់ទេពូទៅចងរឹងគេងជាប់ជាមួយនឹងដើមឈើមួយនោះណាហើយមានការអីត្រូវពូទៅត្រូវការផ្ទុកទឹកត្រូវការអីសួរពូទៅចាំពូប្រាប់ថាផ្ទុកទឹកនៅណាអីនៅណាគាត់ទទួលពាក្យមួយហ្នឹងយ៉ាងកក់ក្ដៅហើយគាត់បានសង្ងំគេងនៅលើឡានលុះប្រហែលជាម៉ោង5កន្លះថ្ងៃក៏បានរះឡើងគាត់ក្រោកពីដំណេកចៃដន្យពូតកងឡានហ្នឹងគាត់ភ្ញាក់ពីដំណេកល្មមជាទស្សនវិជ្ជារួមណារបៀបភ្ញាក់ទាំងអស់គ្នាណាពេលដែលគាត់កំពុងតែចុះពីឡានពូតកងឡានគាត់ស្កាត់គាត់តែម្ដងមកស្កាត់ដំណើររបស់គាត់ឲ្យចាប់ដៃគាត់បងប្អូនទាយមើលថាតើពូតកងឡានសួរគាត់អំពីអ្វីសំណួររបស់ពូតកងឡានគឺអូនណាអូនហើយម៉ាក់របស់អូនឯងទៅណាគាត់ក៏ឆ្លើយទៅពូថាម៉ាក់អីគេពូខ្ញុំជិះមកតែម្នាក់ឯងហ្នឹងហើយពូមួយនោះបាននិយាយថាអញ្ចឹងខ្ញុំជិះមកតែម្នាក់ឯងមិនហ៎អូនហើយម្នាក់ស្រីមួយពេលកូនចិត្តអូនឯងហ៎អាហ្នឹងមិនសាច់ញាតិអូនឯងទេអូយ៉យយ៉ាងម៉េចដែរបងប្អូនម្នាក់មួយបំពេកូននៅចិត្តអូនឯងយប់មិញនេះពេលអូនឯងគេងនេះ
ម្នាក់នឹងមិនមែនម៉ាក់អូនឯងទេនេះគឺជាសំណួររបស់ពូទៅកងឡានបើសិនជាបងប្អូនឮសំណួរមួយនឹងតើបងប្អូនគិតយ៉ាងម៉េចខ្ញុំកំពុងតែបកស្រាយមកដល់ចំណុចនេះព្រឺពីក្បាលដល់ចុងជើងបាត់ហើយគាត់នៅតែបន្តឆ្លើយថាពូអត់ទេខ្ញុំជិះតាមម្នាក់ឯងតាពូអត់មានណាគេជិះនៅហ្នឹងទេហើយពូម្នាក់ហ្នឹងក៏បន្តថាអូនហើយអូនយប់មិញហ្នឹងមកដល់ភ្លាមពូអត់ទាន់គេងលក់ទេពូគិតថាចេះអេដូចឃ្លានបរិយពូក៏ឈរជក់បរិយម្ដងទៅចុចទូរស័ព្ទបដាជក់បរិយបដាពូកលេចមើលទៅកន្លែងអូនឯងគេងពូឃើញមនុស្សស្រីម្នាក់អង្គុយចិត្តអូនឯងកំពុងតែអំពេកូនគឺអំពេយ៉ាងក្រលួចរហូតដល់គាត់អត់គិតថាជាមនុស្សតែគាត់គិតថាប្រហែលសាច់ញាតិរបស់អូនមួយហ្នឹងហើយអញ្ចឹងគាត់ក៏មិនហ៊ាននិយាយអីគាត់ក៏មិនហ៊ានគិតផ្ដាច់ផ្ដាស់ដែរតែសំលេងដែលបំពេកូនចូលមកទៅជារបស់គាត់ក៏ឆ្ងល់ដែរមនុស្សនៅក្នុងឡានគាត់ជួបបរិយនៅក្រៅឡាននេះរឿងអីសំលេងបំពេកូននឹងវាក៏លួចច្បាស់ម៉េះចូលក្នុងតិចគាត់ពេលហ្នឹងបងប្រុសក៏គាត់កាត់សំលេងរបស់ពូនឹងថាពូកុំហើយអ៊ំម្នាក់ដែលអង្គុយជាប់ខ្ញុំនេះហើយគាត់ចោះតាំងពីកាលពូម្នាក់ហ្នឹងក៏បានឆ្លើយប្រាប់ថាអ៊ំណាអូនឡានហ្នឹងអត់មានអ្នកជិះទេមានតែអូនឯងទេយប់មិញហ្នឹងជិះបងប្រុសបានឆ្លើយថាអត់ទេពូអ៊ំស្រីម្នាក់មកឡើងក្រោយខ្ញុំតិចមកអង្គុយនិយាយមើលខ្ញុំនេះនិយាយច្បាស់កន្លែងពីនេះរហូតដល់ស្គុនពីបំពេញដល់ស្គុនណាពូម្នាក់ហ្នឹងក៏បានឆ្លើយថាពូឃើញតាពូឃើញមើលកញ្ចក់ក្រោយទៅឃើញអូនឯងនិយាយម្នាក់ឯងពូគិតថាអូនឯងនិយាយទូរស័ព្ទតាឃើញអូនឯងនិយាយបាយទៅមកខាងទៀតដែរស្មានតាអូនឯងនិយាយទូរស័ព្ទបងប្រុសគាត់ប្រាប់ថាអត់ទេពូខ្ញុំនិយាយជាមួយអ៊ំម្នាក់អ៊ំស្រីម្នាក់អង្គុយជាប់ហ្នឹងពូតែកងឡានក៏ឆ្លើយតបថាអូនឡាននឹងយប់មិញមានតែអូនឯងម្នាក់ឯងដែលជិះអត់មានភ្ញៀវណាឡើងបន្តនោះទេត្រឹមចំណុចនេះវាច្បាស់ដូចថ្ងៃឯងត្រូវឲ្យបងប្អូនទាំងអស់គ្នាថាអ្វីដែលគាត់បានជួបគឺជាអ្វីត្រង់ចំណុចនេះគឺជាចំណុចដែលគួរចាប់អារម្មណ៍មែនទែនត្រង់ថាចំណុចដែលពូម្នាក់នឹងបាននិយាយថានៅពេលដែលគាត់ឈរជក់បរិយគាត់បានឃើញមនុស្សស្រីម្នាក់បំពេកូនយ៉ាងក្រលួចបងប្អូនចាំចំណុចហ្នឹងណាប៉ុន្តែសាច់រឿងទី1របស់គាត់នៅពេលដែលគាត់ជិះម៉ូតូអ៊ំហើយនឹងអ្នកបរតាមផ្លូវហ្នឹងក៏ស្រែកប្រាប់គាត់ដែរថាមានមនុស្សស្រីម្នាក់និងមានកូនក្មេងម្នាក់ជិះនៅខាងក្រោយគាត់តើអាចទេគឺជាអមនុស្សតែម្នាក់ពលគឺជាខ្មោចស្រីបំពេកូនមិនដឹងថាឋានៈគេក្នុងឋានៈអីទេតែជាប្រភេទបែបហ្នឹងឯងតើអាចទេគឺជាបុគ្គលតែមួយតើអាចទេបកមកកាន់បងប្រុសវិញទទួលដំណឹងប៉ុណ្ណេះវាច្បាស់ដូចថ្ងៃគាត់ខ្លាចណាស់គាត់ភ័យមែនតើហើយបើមិនភ័យទៅវាចម្លែកគាត់អត់ដឹងថាមិនណាគាត់ថាចំតាមគាត់រំលឹកមកវិញភ្លាមថាកាលនៅភ័យវែងគាត់ជួបរឿងចឹងដែរឥឡូវមកដល់ជួបរឿងចឹងទៀតអាយ៉ាយ៉ាងម៉េចទេអញ្ចឹងហើយគាត់ប្រញាប់រូតរស់ទេទៅខាងពូរបស់គាត់ឲ្យមកយកគាត់ពូរបស់គាត់បានបន្តិចក៏ជិះមកដល់គាត់ឡើងម៉ូតូភ្លាមគាត់ប្រាប់ពូថាចេះពូកុំជូនខ្ញុំទៅផ្ទះឥឡូវជូនខ្ញុំទៅវត្តសិនទៅវត្តយើងទៅវត្តសិនពូខ្ញុំមានអារម្មណ៍អត់ស្រួលទេគាត់បានប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់ពូរបស់គាត់មិនស្ទាក់ស្ទើរមិនឆ្ងល់មិនមានមន្ទិលអ្វីទាំងអស់គឺឆ្ពោះត្រង់តែម្ដងទៅកាន់វត្តមួយកន្លែងដែលចៅអធិការគាត់ក៏ស្គាល់ផងដែរតែដល់ភ្លាមគាត់បានថ្វាយបង្គំព្រះចៅអធិការមិនបានទាំងទូលមិនបានទាំងពិតលោកផងមិនបានទាំងប្រាប់ថាតើមានរឿងអីកើតឡើងផងព្រះចៅអធិការក៏លាន់មកថាហើយទៅប៉ះពៀគេកន្លែងណាហ្នឹងហើយមិនក៏គេតាមបងឯងអញ្ចឹងហើយទៅធ្វើអីគេកន្លែងណាអីចឹងគាត់គ្រាន់តែលឺមួយម៉ាត់នឹងទាំងពូទាំងគាត់គឺព្រឺឆ្អឹងខ្នងព្រឺយកទៅមែនតើបងប្រុសបានឆ្លើយថាអត់ទេបដិជគុណហើយកណាអត់មានបានប៉ះគ្នាកន្លែងណាទេសាច់រឿងរបស់កណាគ្មានកន្លែងណាមួយដែលកណាសង្ស័យទេតែកណាឆ្ងល់ហេតុអីបានគេតាមកណាមិនដឹងថាតាមដើម្បីអីព្រះចៅអធិការបានថ្មិចបណេតហើយក៏បានយល់សាច់រឿងក៏មិនមានសង្កេតការអ្វីទៅកាន់បងប្រុសដែរតែព្រះចៅអធិការក៏ចាប់បងប្រុសទៅស្រោចទឹករៀបចំកថារៀបចំខ្សែចងដៃហើយបានមានសង្កេតការមកកាន់បងប្រុសថាពាក់ឲ្យជាប់រយៈពេល7ថ្ងៃចាំកាត់ចេញចាប់ពីពេលនោះមកគាត់ក៏បានធ្វើតាមព្រះចៅអធិការហើយរឿងរ៉ាវទាំងអស់ដែលបានកើតឡើងចំពោះគាត់ក៏មានភាពស្ងប់ស្ងាត់ទៅវិញនេះគឺជាសាច់រឿងទី1ដែលខ្ញុំបានលើកមកពីប្រិយមិត្តរបស់កម្មវិធីជាវិចហើយអំលែកមកតាំងពីយូរមកហើយដែលខ្ញុំមិនមានឱកាសតើបងប្អូនមានអារម្មណ៍បែបណាដែរសម្រាប់សាច់រឿងទី1នេះតើឆ្ងាញ់កម្រិតណាសម្រាប់ខ្ញុំវាឆ្ងាញ់អញ្ចឹងក្នុងករណីនេះតើមានរឿងហេតុអ្វីដែលអាចកើតឡើងចំពោះគាត់ខ្ញុំគិតថាត្រង់ចំណុចផ្លូវបែកជា3គឺមានវិញ្ញាណនៅទីនោះខ្ញុំមិនដឹងថាតើវិញ្ញាណនោះវាគេហៅថាជាវិញ្ញាណបែបណាទេតែចៃដន្យនៅក្នុងថ្ងៃនោះគាត់ជិះនៅលើផ្លូវនឹងតែម្នាក់ឯងនៅគៀកម៉ោងខ្មោចដែរពលគឺចិត្តម៉ោង12យប់ហើយអញ្ចឹងហើយដែលគេឃើញគាត់គេក៏ចង់ប្រាស្រ័យជាមួយនឹងគាត់សំណាងហើយដែលមិនធ្វើឲ្យគាត់មានគ្រោះថ្នាក់ដែលមិនធ្វើឲ្យគាត់មានរឿងរ៉ាវអ្វីកើតឡើងដែរអាក្រក់ប៉ុន្តែទស្សនវិជ្ជាមួយចំនួនដែលបានកើតឡើងចំពោះគាត់ឧទាហរណ៍ឆ្លោះគ្នាជាមួយតកែសុកមានមាត់ធំមាត់តូចគេហៅថាថ្លើមធំជាមួយនឹងតកែណាអញ្ចឹងករណីអស់នេះហើយនៅពេលដែលមានមនុស្សនៅជាមួយយើងប្រស្រ័យជាមួយយើងចង់ឬមិនចង់ទោះគេមិនចង់ធ្វើបាបយើងប៉ុណ្ណាក៏ដោយឧទាហរណ៍ថាគេសុំតាមអាសក់គេស្រឡាញ់គេឃើញថាចៃដន្យនេះគេមានកូនអញ្ចឹងណាយើងនឹងវាសមជាឪពុករបស់កូនគេប៉ុន្តែដោយសារតែក្នុងរូបភាពមួយជាវិញ្ញាណដែលខ្វះបុណ្យដែលមិនអាចចាប់ជាតិបាននៅឡើយឬក្នុងគណៈណាមួយនោះជាវិញ្ញាណដែលខ្វះបុណ្យ
វាសម្បូរទៅដោយគេហៅថាចំហាយបើយើងនិយាយពីទេវតាគឺចំហាយសចាស់ពីខ្លួនអញ្ចឹងទៅចំហាយមាសអញ្ចឹងទៅប៉ុន្តែអរូបបើសិនជាយើងមើលក្នុងរឿងគឺយើងដឹងហើយអរូបសម្បូរភាយចេញចំហាយខ្មៅពោលគឺជាចំហាយអវិជ្ជមានត្រឹមតែនៅគៀកយើងចំហាយអវិជ្ជមានហ្នឹងវាបានជះឥទ្ធិពលមកដល់យើងបាត់ទៅហើយជាក់ស្ដែងបើសិនជាខ្ញុំប្រៀបធៀបទៅលើផ្លូវមនុស្សលោកវិញអារម្មណ៍នៅពេលហ្នឹងគឺអត់មានអីទេប៉ុន្តែបងប្អូនដើរជាមួយនឹងមនុស្សដែលគិតអវិជ្ជមានណាគ្រាន់តែបងប្អូនឡើងជិះឡានជាមួយអង្គុយញ៉ាំអីជាមួយហ្នឹងមិនបាច់និយាយគ្នាគ្រាន់តែអង្គុយចិត្តហ្នឹងក៏បងប្អូនយ៉ងទៅតាមគេដែរត្រូវទេបងប្អូនអាហ្នឹងខ្ញុំប្រៀបធៀបឲ្យស្រួលយល់ហ្មងបុគ្គលអវិជ្ជមានជាមិត្តភក្តិបងប្អូនហ្នឹងអត់មានបានធ្វើអីបងប្អូនទេអត់មានតតែសោះមិនបានស្ដីឲ្យមិនបានឆ្លោះគ្នាមិនបានបាយគ្នាអត់មានអីតតែសោះគ្រាន់តែអង្គុយនៅគេបងប្អូនបានមានអារម្មណ៍ថាមានសម្ពាធអាតឹងទ្រូងថាអូឯងមានរឿងអីហ่าឯងមិនប្រាប់អារបៀបអញ្ចឹងយើងតឹងទ្រូងហ្មងគឺយើងមានអារម្មណ៍អវិជ្ជមានតែម្ដងនឹងហើយគឺជាធម្មពលដែលជះបងអង់គ្លេសគេហៅថា aura ជាចំហាយដែលចេញពីខ្លួនជាចំហាយវិជ្ជមានដែលជះឥទ្ធិពលដល់យើងបដូរទៅវិញបើសិនជាយើងអារម្មណ៍ធម្មតាប៉ុន្តែដើរជាមួយអ្នកដែលគេមានគំនិតវិជ្ជមានច្រើនគ្រាន់តែអង្គុយគៀកគេគឺយើងមានអារម្មណ៍ថាសប្បាយចិត្តតែម្ដងអាហ្នឹងគឺដូចគ្នាប្រៀបធៀបងាយស្រួលយល់សង្ឃឹមថាសាច់រឿងទី1នេះវាញាក់សាច់សម្រាប់បងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាយល់បែបណាចូលចិត្តកម្រិតណាឬក៏មានមតិបែបណាសូមមេត្តា comment នៅក្រោមវីដេអូតោះយើងចូលសាច់រឿងមួយទៀតសាច់រឿងមួយនេះត្រូវបានចែករំលែកដោយប្រិមិត្តកម្មវិធីជាអ្វីជាមនុស្សប្រុសម្នាក់ទៀតហើយដែលសាច់រឿងមួយនេះផ្ទាល់បានកើតឡើងចំពោះគាត់កាលពី2ឆ្នាំមុនអញ្ចឹងខ្ញុំសន្មតថាសាច់រឿងទាំងមូលអាចកើតឡើងនៅក្នុងល្បាក់ឆ្នាំ2023គាត់មានប្អូនស្រីម្នាក់ដែលគាត់ស្គាល់រាប់អានគ្នាចិត្តស្និទ្ធដែរដែលយើងគួរតែនិយាយថាយើងដើរជាចំកោមណាហើយប្អូនស្រីម្នាក់ហ្នឹងគឺដើរនៅក្នុងចំកោមពួកគាត់នឹងឯងដែលទៅញ៉ាំអីក៏ញ៉ាំអីជាមួយគ្នាធ្វើអីក៏ធ្វើអីជាមួយគ្នាឡាក់គាត់បានឡើងពីខេត្តមកធ្វើការនៅទីក្រុងភ្នំពេញបញ្ជាក់ផងដែរថាម្ចាស់សាច់រឿងគាត់មានខ្សែស្រឡាយជាគ្រូប៉ុន្តែគ្រូខាងល្អបានន័យថាកុងរបស់គាត់ដែលបានចែកឋានហើយនោះគឺជាអ្នកស្នងបារមីដែលជាគេថាដោះអំពើអំព័ន្ធដោះអាបធ្មប់ជួយលើករាសីជួយអីដល់ភ្ញៀវដែលមករកអីចឹងទៅអញ្ចឹងបបដំណើរពីប្អូនស្រីបញ្ជាក់ម្ដងទៀតប្អូនស្រីដែលជាមិត្តភក្តិរបស់គាត់ហ្នឹងបានឡើងពីខេត្តមួយមកធ្វើការនៅក្នុងទីក្រុងភ្នំពេញគាត់បានស្វែងរកផ្ទះជួលមួយកន្លែងហើយបានប្រទះផ្ទះមួយកន្លែងពិតប្រាកដមែនដែលមានកម្ពស់ប្រហែលជា3ជាន់នៅម្ដុំបឹងសាឡាងជាលក្ខណៈដូចថាផ្ទះល្វែងបងប្អូនផ្ទះល្វែងប៉ុន្តែធម្មតានៅក្នុងផ្ទះល្វែងនៅក្នុងមួយជាន់មិនមានតាមបន្ទប់ឬក៏ពីរបន្ទប់ទេប៉ុន្តែផ្ទះល្វែងមួយហ្នឹងដោយសារតែមានជម្រៅជ្រៅហើយមានចដើពីក្រោយផងអីផងឬក៏ចដើពីជាហៀងផងគេជ្រើសរើសផ្ទះល្វែងមួយហ្នឹងមកធ្វើជាបន្ទប់ជួលត្រង់ចំណុចហ្នឹងបងប្អូនអាចយល់បានទេអញ្ចឹងនៅក្នុងមួយជាន់វាលែងទៅជាពីរបន្ទប់ឬក៏មួយបន្ទប់ហើយគេវាយខ្លាចជាបន្ទប់ទូចដើម្បីជួលទៅឲ្យនិស្សិតដើម្បីជួលទៅឲ្យកម្មការនីរោងចក្រជាដើមឡើយអញ្ចឹងទៅគឺមានសភាពបែបហ្នឹងអញ្ចឹងប្អូនស្រីម្នាក់ហ្នឹងបានជ្រើសបន្ទប់មួយនៅជាន់ទី1ជាបន្ទប់ជាប់ជាមួយនឹងជនដើរខាងក្រៅតែម្ដងពោលគឺបើសិនជាឡើងទៅចដើចូលទៅតាមខ្លោងទ្វារមុខឬខាងក្រោយខ្ញុំមិនច្បាស់ទេតែគ្រាន់តែចូលតាមខ្លោងទ្វារមកបន្ទប់របស់គាត់គឺនៅខាងឆ្វេងដៃនឹងតែម្ដងបើកទ្វារមកគឺដល់បន្ទប់របស់គាត់មុនគេហើយបន្ទប់ដទៃទៀតរាប់ពីបន្ទប់ជាប់ចណ្ដើហ្នឹងគឺមានគេជួលអស់ហើយអញ្ចឹងប្អូនស្រីបានជ្រើសរើសបន្ទប់មួយហ្នឹងនៅជាន់ទី1នៅជាប់ចណ្ដើគាត់នៅតែម្នាក់ឯងតែប៉ុណ្ណោះថ្ងៃដែលគាត់បានរើអីវ៉ាន់ចូលទៅក្នុងទីកន្លែងថ្មីហ្នឹងម្ចាស់សាច់រឿងក៏អ្នកដែលចែកម្លែកសាច់រឿងហ្នឹងក៏បានជួយទៅយកអាសាដែរទៅជួយរើអីវ៉ាន់ចូលទៅជួយរៀបចំបន្ទប់ឲ្យគាត់ដោយសារតែជាការរាប់អានមួយដែលចិត្តស្និទ្ធហើយស្រឡាញ់គ្នាដោយបងប្អូនគាត់ថាអញ្ចឹងថ្ងៃដែលគាត់ចូលទៅហ្នឹងវាមានថ្ងៃចាស់ចូលមកបន្ទប់អញ្ចឹងក្នុងករណីហ្នឹងក៏រើអីវ៉ាន់ចូលទៅបែបផែនធម្មតាសុខសប្បាយអត់មានអារម្មណ៍អ្វីទាំងអស់ដំបូងគឺសុខសប្បាយខ្លាំងមែនតើតែដល់ពេលយូរទៅប្អូនស្រីម្នាក់នោះបានមកប្រាប់គាត់ថាអញ្ចឹងនៅយូរទៅកាន់តែយូរទៅចេះតែមានអារម្មណ៍ថាមានភ្នែកមួយគូសម្លឹងមើលគាត់គ្រប់សកម្មភាពរបស់គាត់នៅក្នុងបន្ទប់មានន័យថារាប់ចាប់តាំងពីគាត់បានទៅធ្វើការឬក៏រៀនសូត្រអីចឹងទៅចូលមកដល់ក្នុងបន្ទប់គ្រាន់តែបើកទ្វារភ្លាមគឺមានអារម្មណ៍ភ្នែកមួយគូមុតស្រួចបាញ់មករកគាត់សម្លឹងមើលគាត់គ្រប់ស្ថានភាពទាំងអស់មិនថាគាត់ដើរចូលមករៀបចំអីវ៉ាន់ពេលគេងពេលងូតទឹកពេលណាក៏ដោយគឺមានភ្នែកមួយគូសម្លឹងមកគាត់មិនដាក់តទៅសោះជាកៅភ្នែកមួយដែលកាចសាហាវគាត់ព្យាយាមបន្លែប្រាប់ខ្លួនឯងរហូតដល់ចំណុចមួយដែលគាត់មិនអស់ចិត្តគាត់ចង់ដឹងថាចេះកៅភ្នែកមួយហ្នឹងបាញ់មកគាត់ពីទិសណាគាត់ព្យាយាមទទួលអារម្មណ៍ស្មឹងស្មាតទទួលអារម្មណ៍ថាតើកៅភ្នែកមួយហ្នឹងបាញ់មកគាត់ពីចំណុចណាអ្វីដែលគាត់បានដឹងគឺកៅភ្នែកមួយនោះបានបាញ់មកកាន់គាត់ចេញពីបន្ទប់ទឹករបស់គាត់សួរថាធ្វើម៉េចគាត់ដឹង
ធម្មតាបងប្អូនអាចសាកល្បងខ្លួនឯងបានបើសិនជាមានអ្នកណាគេលួចមើលបងប្អូនពីក្រោយខ្នងអាភ្នែករបស់យើងនៅខាងមុខទេយើងអាចមើលក្រោយខ្នងរបស់យើងទេប៉ុន្តែបើសិនជាមានកែវភ្នែកមួយគូភ្នែកមនុស្សមើលយើងតាមដានយើងសង្កេតយើងពីក្រោយខ្នងណាគឺយើងទទួលបានអាចរណ៍មួយនឹងអារម្មណ៍មួយនឹងភ្លាមថាមានគេមើលពីក្រោយខ្នងហើយបងប្អូនតែងតែងាកទៅខាងក្រោយដោយអត់ដឹងខ្លួនខ្លះក៏តន់ខ្លះក៏អត់តន់គឺជាអារម្មណ៍មួយនឹងដែលគាត់អាចសង្កេតដឹងថាកែវភ្នែកមួយនឹងបានបាញ់មកមើលគាត់ចេញពីបន្ទប់ទឹកគាត់ព្យាយាមមិនបន្លាចខ្លួនឯងទេព្រោះដោយសារតែគាត់គេងនៅក្នុងបន្ទប់នឹងតែម្នាក់ឯងផងតែសួរថាគាត់ខ្លាចអត់គាត់ខ្លាចមែនតើគាត់ប្រឡប់ខ្លួនឯងថាអូនមកពីហត់ពេកមកពីនឿយពេកចឹងហើយទៅមិនមានអារម្មណ៍តែផ្ដេសផ្ដាស់ត្រឡប់ត្រឹមតែជាការប្រឡប់មាត់និយាយឲ្យតែទៅជាខ្លួនឯងឮតែអារម្មណ៍នៅក្នុងចិត្តគឺពិតជាដិតដាមពិតជាភ័យការខ្លាចគឺកាន់តែខ្លាំងឡើងនៅបានមួយរយៈទៀតប្អូនស្រីក៏បានប្រាប់ទៅម្ចាស់សាច់រឿងថាចាគាត់មានអារម្មណ៍ចម្លែកចាគាត់ចេះតែខ្លាចហើយខ្លាចខ្លាំងទៅគឺមានអារម្មណ៍ថារបៀបខ្លាចចាញ់ច្រាបតែម្ដងចេះតែមានអារម្មណ៍ថាគាត់មានគ្នានៅជាមួយគាត់ចេះតែមានអារម្មណ៍ថាមានភ្នែកមើលកាន់គាត់នេះពីបន្ទប់ទឹកពេលខ្លះគាត់យកសពចម្លែកយប់ខ្លះគាត់សម្បិនគួរឲ្យខ្លាចមែនតើខ្លាចរហូតដល់ថារបៀបថាគាត់ឃើញរឿងរ៉ាវអាក្រក់មកតោងទាមនៅជើងគាត់ហើយគាត់ព្យាយាមតែធាក់ជើងតែធាក់រហូតដល់ភ្ញាក់ដឹងខ្លួនគឺគាត់ទាត់អាជាងនឹងមកជើងមកទៅហឹងគឺអារម្មណ៍មួយហ្នឹងកើតឡើងដដែលជាយហោហែយប់ខ្លះទៀតគាត់តែងតែឮសំឡេងក្មេងរត់លេងនៅក្នុងបន្ទប់របស់គាត់ស្រែកសប្បាយអ៊ូអលេងផងក្មេងលេងនៅក្នុងបន្ទប់នៅមុខបន្ទប់បងប្អូនគួរតែយល់ថាមនុស្សចាស់គេងមិនបានគឺស្រែកអ៊ូខ្លាំងមែនទែនទាំងបន្ទប់ទាំងអស់មិនមានអ្នកណាម្នាក់មានក្មេងនោះឡើយជាន់ទី1ជាន់ទី2ជាន់ទី3អត់មានបុគ្គលណាម្នាក់មានកូនទូចនោះឡើយនៅចិត្តខាងរបងជាមួយក៏មិនមានក្មេងតូចនោះដែរហើយផ្ទះរបស់គេនឹងគឺគេចាញ់ចូលម្នាក់កាន់សោរៀងខ្លួនអញ្ចឹងចង់ចាញ់ទៅចាក់សោខ្លួនឯងត្រូវចាក់សោបាត់វិញម្នាក់គឺប្រតិបត្តិសកម្មភាពដូចគ្នាព្រោះនេះជាច្បាប់វិន័យរបស់ម្ចាស់ផ្ទះអញ្ចឹងសួរថាកដាលយប់ក្មេងវាមកពីណាមករត់លេងនៅបន្ទប់ហ្នឹងបើសិនជាចាក់សោបាត់ទៅហើយនេះប៉ុន្តែគាត់ច្បាស់ថាអញ្ចឹងក្រោយពីគាត់បានឮសំឡេងក្មេងរត់នៅមុខបន្ទប់ហ្នឹងព្រឹកឡើងក្រោយពីគាត់ងើបពីគេងអ្នកចិត្តបន្ទប់របស់គាត់ហ្នឹងមកស្កាត់សួរគាត់ថាអូនណានិយាយថាអូនឯងមានបងប្អូនមកលេងពីស្រុកមានក្មេងពីលេងពីស្រុកយប់មិញរត់លេងដល់ហើយដល់អត់មានឲ្យណាគេងបានសោះត្រង់ចំណុចនេះហើយដែលគាត់ដឹងថាមិនមែនមានតែគាត់ទេដែលឮអ្នកនៅក្នុងផ្ទះនេះគឺឮទាំងអស់គ្នានៅសំឡេងក្មេងរត់ជួយឆ្វាចនៅមុខបន្ទប់មានយប់ខ្លះទៀតពេលគាត់គេងគាត់មានអារម្មណ៍ថាមានកម្ដៅឡើងគួរនិយាយថាម៉េចអារបៀបថាចេះបងប្អូនគេងម្នាក់ឯងតើពូកនឹងវាធត់ប៉ុណ្ណាប៉ុន្តែមានយប់ខ្លះគាត់មានអារម្មណ៍ថាពូកនៅចិត្តគាត់ចំណែកដែលសល់នៃពូកនោះវាមានទម្ងន់មួយទៀតមកសកត់ហើយវាមានភីចំហាយក្តៅដែលយើងដឹងថាមានមនុស្សម្នាក់ទៀតមកគេងនៅចិត្តហ្នឹងណាគឺអារម្មណ៍បែបហ្នឹងគឺគាត់មានអារម្មណ៍ថាមានគេមកគេងចិត្តគាត់តែម្ដងព្រឹកខ្លះគាត់ភ្ញាក់ឡើងឃើញម្រាមដៃធំអារបៀបនៅលើផ្លូវរបស់គាត់នៅលើដៃរបស់គាត់គឺស្នាមម្រាមដៃធំ5ម្រាមដៃបានដៃគឺស្នាមក្រហមនៅជាប់ខ្លួនគាត់តែម្ដងបងប្អូនចង់ដឹងថាតើស្នាមក្រហមនឹងបែបណាបងប្អូនយកដៃខាងស្នាមរបស់បងប្អូនមកចាប់នៅកដៃឬក៏នៅផ្នែកណាមួយនៃដងខ្លួនរបស់បងប្អូនណាតម្បាច់ឲ្យខ្លាំងឲ្យយូរប្រហែលជា1នាទីហើយបងប្អូនប្រឡែងមកស្នាមម្រាមដៃបែបហ្នឹងហើយដែលស្ថិតនៅលើខ្លួនរបស់គាត់មិនបានជួបអ្នកណាទាំងអស់គាត់មិនបានប្រាស្រ័យជាមួយអ្នកណាទាំងអស់គាត់នៅតែម្នាក់ឯងបាត់ដៃមិនមែនជាបាត់ដៃគាត់នោះទេព្រោះគាត់ផ្គូផ្គងដូចគ្នាក្រែងលោគាត់មកមើលអញ្ចឹងទៅច្បាច់សាច់ខ្លួនឯងអញ្ចឹងគាត់ផ្គូផ្គងហើយស្នាមដៃនោះមិនមែនជាស្នាមដៃរបស់គាត់ទេតែស្នាមដៃនោះតើជារបស់អ្នកណាគាត់កាន់តែខ្លាចទៅគាត់ចាប់ដើមខ្លាចបន្ទប់ខ្លួនឯងខ្លាំងមែនទែនរហូតដល់គ្រប់ពេលដែលគាត់មកពីធ្វើការវិញមកពីរៀនសូត្រវិញគឺគាត់តែងតែវីដេអូខលគាត់តែងតែទេទៅរកចំកោមរបស់មិត្តភក្តិគាត់នឹងដែលមានម្ចាស់សាច់រឿងនៅក្នុងនឹងដូចគ្នាគឺទេឲ្យកំដរគាត់ប្រាប់ថាគាត់ខ្លាចកដរគាត់និយាយចាំគាត់គេងលក់ចាំចុចបាត់បើមិនចឹងទេបើទូរស័ព្ទទល់ភ្លឺហ្មងទៅចាត់ទុកថាកដរគាត់អាណិតគាត់ជួយកដរគាត់តិចទៅថៃលោមានរឿងអីទៅគេមកជួយគាត់តាន់នេះគឺជាផ្នត់គំនិតរបស់គាត់ចឹងម្នាក់នៅក្នុងចំកោមហ្នឹងរួមទាំងម្ចាស់សាច់រឿងតែងតែកំដរគាត់និយាយរាល់ថ្ងៃមិនដែលខាននោះឡើយព្រោះគាត់គិតថាចាម្នាក់ក៏យល់ដែរពីស្ថានភាពរបស់គាត់ហើយម្នាក់ក៏ដឹងថាបើមានរឿងអ្វីកើតឡើងពិតប្រាកដមែនគ្នាគឺជាមនុស្សស្រីគេងតែម្នាក់ឯងយ៉ាងហោចណាស់មានមិត្តនៅក្នុងក្រុមនឹងដែរដែលដឹងឮរឿងរ៉ាវទាំងអស់អញ្ចឹងម្នាក់មានសម្ដាប់ចិត្តល្អមែនទែនកំដរគ្នានិយាយទល់ភ្លឺបើទូរស័ព្ទចោលជារៀងរាល់ថ្ងៃមិនដែលខាននោះឡើយមិនត្រឹមតែប៉ុណ្ណឹងគាត់តែងតែហៅមិត្តភក្តិរបស់គាត់ទាំងអស់ហ្នឹងជាមួយនឹងម្ចាស់សាច់រឿងទៅលេងផ្ទះគាត់ញឹកញយខ្លាំងមែនទែនឲ្យមកកដរគាត់ឲ្យមានសភាពអ៊ូឲ្យមានចំហាយមនុស្សនៅក្នុងបន្ទប់អីចឹងទៅមានថ្ងៃមួយម្ចាស់សាច់រឿងជាមួយនឹងមិត្តភក្តិប្រហែលជា 5-6 នាក់បានបបួលគ្នាទៅធ្វើអីញ៉ាំនៅក្នុងបន្ទប់របស់គាត់ពេលទៅដល់គឺមេឃរៀងភ្លឺអញ្ចឹងហើយអ្វីគឺធម្មតាមែនទែនជាបន្ទប់ធម្មតា
ប្រូកប្រាជ្ញគ្នានិយាយពីនេះពីនោះធ្វើមហូបផងញ៉ាំផងអូសប្បាយដល់កតែដល់ពេលធ្លាក់រសៀលពេលដែលព្រះសូរិយាចាប់ផ្ដើមលេចបាត់ទៅភាពងងឹតចូលមកដល់ម្ចាស់សាច់រឿងនិយាយខ្លួនឯងតែម្ដងគ្រាន់តែអស់ពន្លឺថ្ងៃបន្ទប់មួយហ្នឹងបរិយាកាសបានប្រែប្រួលទៅជាបរិយាកាសមួយដែលគួរឲ្យខ្លាចផ្ដល់អារម្មណ៍មួយដែលគួរឲ្យខ្លាចនិងព្រឺព្រួយជាទីបំផុតគាត់មានអារម្មណ៍ថានេះគឺជាចំហរបស់ម្ចាស់សាច់រឿងណាបងប្អូនគាត់ថាអញ្ចឹងគាត់មានអារម្មណ៍ថាចម្លែកមានអារម្មណ៍មួយដែលដូចភ័យខ្លាចហូរទៅហូតចោលគ្នាគឺជាអារម្មណ៍មួយហ្នឹងហើយគាត់ក៏សួរខ្លួនឯងថាប្រហែលមកពីគាត់ដឹងរឿងដឹងថាមានរឿងអីក្នុងបន្ទប់ហ្នឹងចឹងហើយតែបានគាត់នឹកភ្នែកទៅដល់សាច់រឿងមួយហ្នឹងដែលផ្ដល់អារម្មណ៍ឲ្យខ្លួនឯងខ្លាចប្រហែលជាអញ្ចឹងហ៎មើលទៅវាមិនអីទេអង្គុយបានតែបន្តិចព្រះអាទិត្យក៏លិចបាត់ទាំងស្រុងផ្ទៃមេឃទាំងអស់គឺងងឹតស្លុបនៅក្នុងបន្ទប់ហ្នឹងគាត់ស្រាប់តែទទួលបានកែវភ្នែកមួយគូកំពុងតែសម្លឹងមុខគាត់គ្រាន់តែទទួលអារម្មណ៍ថាកែវភ្នែកមួយនោះសម្លឹងមុខគាត់បែរតម្រង់ទៅទិសកែវភ្នែកនោះដោយមិនដឹងខ្លួនបងប្អូនយល់ហើយកន្លែងហ្នឹងណោះអារបៀបថាគ្រាន់តែយើងទទួលបានឬក៏មានសម្លេងណាមួយឧបមាថាមិត្តភក្តិរបស់បងប្អូនហៅបងប្អូនពីខាងឆ្វេងបែរគាត់ហៅភ្លាមយើងដឹងថាយើងត្រូវងាកទៅខាងឆ្វេងតែម្ដងអារម្មណ៍មួយហ្នឹងគឺដូចគ្នាគ្រាន់តែកែវភ្នែកនឹងសម្លឹងមកគាត់ភ្លាមគាត់ងាកទៅតែម្ដងតើទិសដៅនោះគឺទិសដៅមួយណាទិសដៅដែលគាត់ងាកគឺជាទិសដៅបន្ទប់ទឹកខុសប្លែកពីម្ចាស់បន្ទប់ដែលគាត់ដឹងត្រឹមតែអារម្មណ៍អ្វីដែលគាត់ងាកទៅឲ្យគាត់ឃើញគឺគាត់បានឃើញស្រមោលខ្មៅមួយចំហៀងខ្លួនតោះខ្ញុំនាំឲ្យបងប្អូនស្មៃនៅក្នុងបន្ទប់ទឹកគឺបិទភ្លើងចិត្តបិទភ្លើងណាល្ងឹតតែទ្វារចំហទ្វារបើកអត់អស់ទេបើកដែលផ្គុំជាមុំស្រួចណោះបងប្អូនអាចថាទ្វារហ្នឹងទាញប្រហែលជា45ដឺក្រេរាប់ពីបិទទៅបងប្អូនកន្លែងហ្នឹងយល់បានណោះនៅពេលដែលគាត់កលេចទៅគាត់បានឃើញស្រមោលខ្មៅពាក់កណ្ដាលខ្លួនពាក់កណ្ដាលចេញមកខាងក្រៅទ្វារពាក់កណ្ដាលទៀតនៅខាងក្នុងទ្វារបានន័យពួននៅក្រោយទ្វារពាក់កណ្ដាលអារម្មណ៍របស់គាត់បានប្រាប់គាត់ថាអញ្ចឹងស្រមោលមួយនោះគឺជាស្រមោលរបស់មនុស្សស្រីវ័យប្រហែលជា20ឆ្នាំកំពុងតែខឹងក្រោធមកកាន់ពួកគាត់ខ្លាំងមែនទែនតើខឹងពីអ្វីអាចជាការរំខានកន្លែងរបស់គេមកអ៊ូអគេមិនចូលចិត្តឬក៏ជាការចេះដឹងរឿងរបស់ម្ចាស់បន្ទប់ពេកវាអត់ដឹងថារឿងមួយណាទេតែអារម្មណ៍របស់គាត់ដឹងត្រឹមតែម្យ៉ាងគឺស្រមោលមួយនោះកំពុងតែខឹងពួកគាត់ខ្លាំងមែនទែនគាត់បានឃើញបែបនេះហើយគាត់ធ្វើអត់ដឹងគាត់ធ្វើអត់ឮជាជាងមិត្តភក្តិរបស់គាត់រត់ចោលគាត់ក៏ជាជាងម្ចាស់បន្ទប់កាន់តែខ្លាចហើយមិត្តភក្តិដទៃទៀតកាន់តែខ្លាចដែរអញ្ចឹងគាត់ធ្វើធម្មតាក្រោយបញ្ចប់ការញ៉ាំអីហើយពួកគាត់ក៏ចែកជើងគ្នាទៅផ្ទះរៀងខ្លួនទៅដល់ផ្ទះភ្លាមម្ចាស់សាច់រៀងរៀបចំខ្លួនហើយអស់ហើយទាញទូរស័ព្ទមកឆាត់ប្រាប់មិត្តភក្តិរបស់គាត់តែម្ដងឆាតប្រាប់ទៅភ្លាមmessage ទៅភ្លាមប្រាប់ថាចេះរកផ្ទះថ្មីឲ្យលឿនជាទីបំផុតកុំចាំយូររកឲ្យលឿនគាត់យកហេតុផលមួយដែលថាណាមួយទៀតអូនឯងគេងម្នាក់ឯងផងណាប្រយ័ត្នមានការងារអីទៅអត់មានណាគេជួយអូនឯងតន់អញ្ចឹងក្នុងករណីហ្នឹងហើផ្ទះទៅហើយហៅគ្នាទៅមិនទៅគេទៅជួលជុំគ្នាជាមួយគេទៅគាត់យកហេតុផលបែបហ្នឹងដោយមិនប្រាប់ថាអ្វីដែលគាត់ឃើញគឺជាប្រលឹងវិញ្ញាណគឺជាស្រមោលមួយដែលកាចសាហាវគឺគាត់អត់បានប្រាប់ចំណុចហ្នឹងទេតែគាត់យកហេតុផលបែបវិទ្យាសាស្ត្រគាត់យកហេតុផលបែបមនុស្សលោកមកប្រាប់ទៅបងអូនស្រីរាប់ចាប់ពីការប្រាប់ឲ្យរើផ្ទះហ្នឹងបងអូនស្រីគាត់អត់រើផ្ទះទេដឹងហើយជួលផ្ទះគេមានន័យថាបុគ្គលដែលគាត់ក៏មិនសូវធូរធារប្រហែលដែរគាត់ស្ដាយលុយកក់នៅក្នុងផ្ទះមួយហ្នឹងណាមួយពិបាករកផ្ទះគាត់ខ្ជិលដែររកផ្ទះផងអញ្ចឹងគាត់សម្រេចចិត្តថាទោះយ៉ាងណាក៏ដោយខំមកសង្កត់ចិត្តនៅក្នុងបន្ទប់ហ្នឹងតែទ្រាំតែក្រោយមកទៀតបងអូនស្រីម្នាក់ហ្នឹងតែងតែសុបិនឃើញចម្លែកសុបិនឃើញខ្លាំងជាងមុនទៀតគឺគាត់ឃើញថាឯងតែមានគេចង់មកយកគាត់ទៅនៅជាមួយស្ទើររាល់យប់អារបៀបមកបញ្យោសពថាមកនៅជាមួយគេមកក្នុងន័យមួយដែលថាសម្រាប់ខ្លួនទៅស្លាប់ទៅហើយមកនៅជាមួយគេមកក្នុងរូបភាពបែបហ្នឹងដែលមិនលួសតោះតែសោះស្ទើរតែរៀងរាល់យប់ដល់ចំណុចមួយដែលគាត់ទ្រាំលែងបានត្រង់ចំណុចហ្នឹងគាត់ក៏បានប្រាប់មកកាន់ម្ចាស់រឿងម្ចាស់សាច់រឿងដឹងដំណឹងហើយរឹតតែចាប់ជំរិតបង្ខំគាត់ថាឲ្យរើចាញ់ឲ្យលឿនជាទីបំផុតផ្ទុយទៅវិញប្អូនស្រីនៅតែរឹងតឹងដោយយល់ថាចេះអត់អីទេបងប្រហែល2ថ្ងៃទៀតប្អូនរបស់ខ្ញុំប្រហែលម្នាក់2នាក់មកគេងនៅជាមួយខ្ញុំហើយឡើងមកពីខេត្តហើយមកនៅជាមួយខ្ញុំហើយអញ្ចឹងក្នុងករណីហ្នឹងមើលទៅវាមិនអីទេណាមួយទៀតមានគ្នាគេមានគ្នាឯងផងណាអញ្ចឹងក្នុងករណីហ្នឹងប្រហែលជាមិនអីទេនៅជុំគ្នាទៅថ្ងៃលោកវាមិនកើតរឿងអីគាត់នៅតែរឹងតឹងគាត់ទ្រាំនៅម្នាក់ឯងរហូតដល់ប្អូនរបស់គាត់ឡើងមកដល់មែនពេលដែលនៅជុំគ្នាដំបងពិតជាបានផលពិតជាសំណុកសុខស្រួលហាក់ដូចជាស្ថានភាពទាំងមូលហាក់ដូចជាអារម្មណ៍ទាំងមូលវាបាត់ឈឹងតែម្ដងតែនៅបានមួយរយៈប៉ុណ្ណោះបានមួយរយៈស្រាប់តែមានរឿងល្អមិនល្អជាច្រើនបានកើតឡើងចំពោះគាត់អត់ដាច់សោះតើរឿងមិនល្អបែបណាខ្ញុំអាចសម័យបានថាជារឿងបែបផែនថាកាន់កែវធ្លាក់បែកមួយដៃចិត្តផ្លែឈើតែមួយដៃឡើងចនាដួលជិះម៉ូតូគេប៉ះអារបៀបអញ្ចឹងណាគឺជារូបភាពដែលមិនល្អអត់ដាច់យប់ឡើងគេមិនលក់ភ្នែកឡើងស្លក់ខ្មៅយល់សពមិនល្អគឺជារឿងបែបផែនអកតេអវិជ្ជមានបែបហ្នឹងតែងតែកើតឡើងចំពោះគាត់មិនដាច់តតែសោះបកទៅប្អូនគាត់វិញ
ប្អូនរបស់ប្អូនម្ចាស់បន្ទប់នេះដែលឡើងមកពីខេត្តនេះសួរថាគាត់ឃើញអត់ប្អូនម្ចាស់បន្ទប់ឃើញដូចគ្នាឃើញតែរហូតនឹងឃើញស្រស់ហ្មងតែទោះត្រង់ថាគាត់ខំខំមកសង្កត់ចិត្តអត់ហ៊ានប្រាប់ទៅបងស្រីរបស់ខ្លួនឯងទេព្រោះខ្លាចបងស្រីរបស់ខ្លួនឯងនឹងវាកាន់តែខ្លាចចឹងមានតែខំមកសង្កត់ចិត្តលាក់រាល់ព័ត៌មានទាំងអស់នៅក្នុងចិត្តរបស់ខ្លួនឯងហើយទ្រាំរស់នៅជាមួយនឹងបងស្រីដល់ថ្ងៃមួយលែងនៅសក់មែនតើណាលែងនៅសក់រហូតដល់ម្ចាស់បន្ទប់នឹងដាច់ចិត្ត message ទៅក្នុងក្រុមហ្នឹងណា message ទៅក្រុមក្នុងចកៅមកគាត់ហ្នឹងថាចេះបងអើយមានណាគេមានបោះស្អីម៉ាអត់គាត់សុំយកមកចងដៃគាត់ហើយចងដៃប្អូនគាត់ឲ្យដាក់លើក្បាលតនេកផងត្រឹមចំណុចនេះតើបងប្អូនគិតថាតើប្អូនស្រីបានជួបរឿងអីគេខ្លះរហូតដល់រត់រកអបិយជំនឿបានដល់ដំណាក់កាលមួយដែលទ្រាំលែងបានម្ចាស់សាច់រឿងក៏និយាយថាខ្ញុំមានខ្សែសមាចាំមកយកពីខ្ញុំមកអញ្ចឹងការណាត់ជួបក៏បានធ្វើឡើងហើយនៅជុំគ្នាម្ចាស់សាច់រឿងក៏បានយកអំបោះសីមាធម្មតាក្រុមគ្រួសារគាត់ជាអ្នកជឿទៅលើរឿងអបិយជំនឿមានកងរបស់គាត់ជាគ្រូផងនោះមានទីតែនអាសនៈតែងតែរក្សាទុកនៅអំបោះសីមាអំបោះសិលអីអស់ហ្នឹងហើយអញ្ចឹងគាត់បានកាត់យកមកចងដៃឲ្យបងស្រីទុកមួយសរសៃយកទៅចងដៃឲ្យទៅប្អូនរបស់បងស្រីហ្នឹងហើយឲ្យប្រហែលសរសៃទៀតដើម្បីឲ្យដាក់នៅលើក្បាលដំណេកហ្នឹងដែរនៅក្នុងថ្ងៃតែមួយដែលបងម្ចាស់សាច់រឿងហ្នឹងបានចងដៃនេះនៅក្នុងយប់ហ្នឹងតែម្ដងរឿងហេតុមួយបានកើតឡើងចំពោះគាត់អត់មានចាំថ្ងៃទេណាគឺយប់ហ្នឹងតែម្ដងយប់ហ្នឹងម្ចាស់សាច់រឿងគឺជាបុគ្គលម្នាក់ដែលពិបាកគេងមែនតើពិបាកគេងគេងមិនលក់ឲ្យតែគេងទេចាតែមានរឿងរ៉ាវលោតនៅក្នុងខួរក្បាលដែលឲ្យគាត់គិតគាត់សង្ងំគេងក៏គេងមិនលក់រហូតដល់ម៉ោងជារៀងរាល់យប់ម៉ោង2ម៉ោង3ម៉ោង3កន្លះអីទៅបានគាត់គេងលក់ប៉ុន្តែនៅយប់ហ្នឹងត្រឹមតែម៉ោង10តែប៉ុណ្ណោះ10យប់ខុសទម្លាប់របស់គាត់បាត់ទៅហើយគាត់ងងុយគេងណាស់គាត់មានអារម្មណ៍ថាងងុយគេងខុសធម្មតាដែលជាអារម្មណ៍មួយដែលគួរតែថាដូចគេសណ្ដំអារម្មណ៍យើងដែរសុកអាស្វាងសុកធ្លាក់ខ្លួនទៅជាងងុយគេងបើកភ្នែកមិនចង់រួចគាត់កំពុងតែចុចទូរស័ព្ទនៅលើក្រែរបស់គាត់កំពុងតែចុចមើលម៉ោង10ងុយគេក្រឹកងុយគេងគាត់ទ្រាំអត់បានទេគាត់ទ្រាំអត់បានតែគាត់អត់ហ៊ានបិទភ្នែកទេគាត់គិតថាអើយវាមិនដែលទេប្រហែលជាអារម្មណ៍មួយផ្លែទេធ្លាប់តែគេងម៉ោង2ម៉ោង3វាមិនដែលណាម៉ោង10សុកម៉ោងងុយគេអញ្ចឹងគាត់ថឹងទុកភ្នែករបស់គាត់ហើយចុចទូរស័ព្ទបន្តកំពុងតែចុចស្រាប់តែគាត់ឮសំឡេងគោះកញ្ចក់បង្អួចរបស់គាត់ឮប៉ោកបងប្អូនគិតថាប្រហែលជាអ្នកចិត្តខាងហើយឬក៏ក្មេងៗណាមកលេងម៉ោង10ណាមួយទៀតក្មេងៗមិនទាន់គេងផងខ្ញុំចង់បញ្ជាក់ប្រាប់ថាផ្ទះដែលម្ចាស់សាច់រឿងនៅគឺជាផ្ទះល្វែងបែបបុរីអញ្ចឹងហើយគ្រប់ផ្ទះទាំងអស់គឺសង់កតុយបែចិត្តគ្នាហើយមានលបងទៀតអញ្ចឹងក្នុងករណីហ្នឹងវាស្ទើរតែអត់មានផ្លូវដើរសម្រាប់មនុស្សហើយលុះត្រាតែបងប្អូនជា Spider-Man ទើបមិនអាចតោងនៅខាងក្រោយហ្នឹងបានអ្វីដែលសំខាន់មួយទៀតគឺបន្ទប់គាត់គឺជាបន្ទប់ឡាវតឿបង្អួចនៅក្នុងបន្ទប់ឡាវតឿគឺមានតែមួយគត់បែរទៅខាងក្រោយផ្ទះបន្ទប់ឡាវតឿអត់មានផ្លូវដើរតតែសោះអញ្ចឹងបើសិនជាមានគេគោះកញ្ចក់លុះត្រាតែបុគ្គលហ្នឹងមានកម្ពស់4ទៅ5ម៉ែត្រទើបមិនអាចគោះកញ្ចក់ហ្នឹងបានគាត់ឮសំឡេងគោះកញ្ចក់ហ្នឹងប៉ុងគាត់គិតថាខ្លួនឯងស្ដាប់ច្រឡំតែអារម្មណ៍មួយទៀតបានប្រាប់គាត់ថាអូអត់ស្រួលហើយមកលេងហើយអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏ធ្វើអត់ដឹងធ្វើអត់ឮហើយបន្តចុចទូរស័ព្ទទៀតបានប្រហែលជា 4-5 នាទីទៀតគោះកញ្ចក់ម្ដងទៀតឬប៉ុងត្រឹមចំណុចនេះគាត់ដឹងច្បាស់ហើយមិនអាចជាមនុស្សបាននោះឡើយមិនអាចជាសត្វហោះបកបាននោះឡើយព្រោះវាជាសំឡេងកញ្ញដៃដែលទង្គិចជាមួយកញ្ចក់គឺជាសំឡេងមួយហ្នឹងគាត់ច្បាស់ថាមានគេមកលេងជាមួយគាត់ហើយអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏សង្ងំបិទទូរស័ព្ទមិនទាន់គេងទេតែគាត់សង្ងំស្ដាប់សំឡេងឲ្យច្បាស់ថាវាពិតជាគូកញ្ចក់មែនឬក៏មិនមែនគាត់បញ្ឈរភ្នែកបន្ថែមពីលើនឹងទៀតប្រហែលជា 4 ទៅ 5 នាទីកញ្ចក់របស់គាត់ត្រូវបានគោះម្ដងទៀតតែគោះដងនេះគឺគោះ3ដងពុកត្រឹមចំណុចនេះច្បាស់ 100% គឺខ្មោចលងគ្រាន់តែមិនដឹងថាខ្មោចនោះជាអ្នកណាតែអារម្មណ៍របស់គាត់ហ្នឹងគឺដឹងហើយថាម្ចាស់បន្ទប់ហ្នឹងមកលេងគាត់ហើយក្នុងករណីនេះហើយដែលគាត់ចាប់ផ្ដើមងើបឡើងពីដំណេកចាប់ផ្ដើមថ្វាយបង្គំខ្នើយ3ដងរំលឹកដល់គុណឪពុកគុណម្ដាយគុណគ្រូបាធ្យាយគុណកងគុណម៉ាឡាក់នឹងឡាក់ទីតែនអាសនៈជាដើមឡាក់ធ្វើយ៉ាងណាការពារកុំឲ្យខ្មោចនោះមកប៉ះពាល់គាត់ឲ្យសោះហើយគាត់ក៏តម្រិតខ្លួនទៅគេងវិញគ្រាន់តែបិទភ្នែកភ្លាមមិនបាច់សង្ងំទេគ្រាន់តែបិទភ្នែកគាត់លក់តែម្ដងត្រឹមមកលក់នឹងគាត់ទទួលបានសុបិននិមិត្តមួយហើយសុបិននិមិត្តមួយនោះពេលដែលគាត់បើកភ្នែកគឺគាត់នៅក្នុងបន្ទប់របស់គាត់នៅក្នុងសុបិននិមិត្តនោះគាត់កំពុងតែឈរហើយគាត់មានអារម្មណ៍ថាមានមនុស្សម្នាក់នៅឈរពីក្រោយខ្នងរបស់គាត់នៅពេលដែលគាត់កលេចមើលទៅមនុស្សម្នាក់នោះគឺជាខ្មោចស្រីមួយនឹងឯងខ្មោចស្រីមួយនោះបានបង្ហាញខ្លួនឲ្យគាត់ឃើញក្នុងលក្ខណៈសក់វែងអូដីភ្នែកធំគាត់ថាធំហើយឡើងក្រហមរបៀបក្រហមឆេះអាតសៃឈាមហ្នឹងឡើងពេញគ្រាប់ភ្នែកហ្មងកន្លែងតំបន់សហ្នឹងសិតតសៃឈាមគឺក្រហមខ្លាំងមែនតើមុខឡើងខ្មៅក្រឹបតែម្ដងខ្មៅដូចរបៀបឆេះខ្មៅរបៀបខ្យូងណាហើយថ្មិញវិញគឺវែងស្រួចដូចបីសាច់អញ្ចឹងគ្រាន់តែគាត់ឃើញប៉ុណ្ណឹងខ្មោចស្រីមួយនោះស្រាប់តែហក់មកខាំកគាត់ពីខាងក្រោយតែនៅក្នុងសុបិននោះវាចម្លែកថាដៃរបស់គាត់មិនបានកាន់អ្វីទាល់តែសោះ
ត្រឹមចំណុចដែលខ្មោចនោះហក់មកកាន់កគាត់នៅក្នុងដៃខាងស្ដាំរបស់គាត់ស្រាប់តែលេចចេញនៅស្កំបិតស្នៀតមួយដែលមានបែបផែនជាកបិតកតុយនេះចឹងវាមិនមែនកបិតត្រង់ទេវាកបិតរបៀបរៀងកោងតកឡូកណាបងប្អូនប្រហែលជាបងប្អូនធ្លាប់ឃើញជាកបិតស្នៀតខ្មែរបុរាណគាត់ទាញកបិតមួយហ្នឹងយកទៅចាក់កខ្មោចស្រីមួយហ្នឹងផ្ដាច់បំពង់កតែម្ដងហើយខ្មោចស្រីមួយនោះក៏រលាយបាត់ទៅពេលនោះគាត់ក៏ដឹងខ្លួនឡើងគាត់ប្រាប់ថាសុបិនមួយនោះវាមិនមែនជាការយល់សប្តិបើមិនជាយល់សប្តិយើងដឹងថាជាការយល់សប្តិប៉ុន្តែសុបិនមួយនោះវាស្រស់ខ្លាំងពេកស្រស់ដូចកើតហេតុពិតប្រាកដគាត់ឈឺមែនតើគាត់ទទួលអារម្មណ៍ថាវាពិតប្រាកដគាត់ប៉ះសាច់ញៀនរបស់គាត់បានទៅប៉ះសាច់គឺវាស្ដែងណាបងប្អូនវាមិនដឹងនិយាយថាម៉េចគឺវាស្ដែងវាមិនដូចយល់សប្តិទេសោះចាប់ហេតុការណ៍នៅក្នុងយប់ទី1យប់ទី2ប្រហែលជាម៉ោង10យប់ម្ដងទៀតស្រាប់តែគាត់ងងុយគេងខ្លាំងទៀតហើយគាត់ងងុយគេងទ្រាំមិនបានតទេសោះគាត់ក៏ឡើងគេងមុនម៉ោងគ្រាន់តែបិទភ្នែកនៅលើគ្រែលក់ភ្លាមលក់ស្កប់តែម្ដងទៅស្លុងតែម្ដងយល់សប្តិមួយនេះជាសុបិននិមិត្តបន្តពីយល់សប្តិកាលពីយប់ម្សិលមិញគាត់បានឃើញខ្មោចស្រីមួយហ្នឹងមកឈរនៅមុខទ្វារបន្ទប់របស់គាត់តែចូលមិនបានតទេសោះឈរថ្មឹងខ្លួនវិញឡើងខ្មៅហាក់ដូចជាខ្លួននឹងត្រូវបានឆេះសក់ទម្លាក់អូសដីឈរសម្លក់គាត់ពីក្រោយផ្ទះតែម្ដងហើយស្រែកខ្លាំងបែបខឹងរបៀបថាឯងកុំចេះដឹងរឿងអញឲ្យសោះគឺស្រែកខ្លាំងអញ្ចឹងមកច្អល់មកគាត់ហើយក៏រលាយបាត់ទៅឯកឡើងគាត់ក៏ងើបមកគាត់ដឹងថាអូអត់ស្រួលហើយខ្មោចនឹងមកប៉ះពាគាត់ហើយគាត់ក៏រុះរាន់ទៅអុជធូបនៅទីសេនាសនៈរបស់ម្ដាយរបស់គាត់បានបន់ស្រន់សុំឲ្យគ្រូបជាតាមថែរក្សាកុំឲ្យខ្មោចស្រីនឹងមកអុកលុកនៅក្នុងផ្ទះកុំឲ្យប៉ះពាខ្លួនប្រាណគាត់ឲ្យបានឲ្យសោះណាសូមមេត្តាបតិខ្សែសម្មាខ្លួនប្រាណខ្ញុំកុំឲ្យមានអមនុស្សណាមកប៉ះពាគាត់បានឲ្យសោះក្នុងបែបផែនមួយនឹងតាំងពីថ្ងៃនោះមកគាត់ក៏លែងយល់សប្តិឃើញខ្មោចស្រីនោះទៀតហើយបានមួយរយៈក្រោយមកគាត់និងមិត្តភ័ក្តិដទៃទៀតក៏បានទៅលេងផ្ទះប្អូនស្រីមួយនឹងឯងជាបន្ទប់ជួលមួយនឹងឯងមួយជំហានដំបូងនៅពេលដែលគាត់បានទៅដល់បោះចូលនៅក្នុងផ្ទះមួយហ្នឹងនៅក្នុងបន្ទប់មួយហ្នឹងអារម្មណ៍ដឹងភ្លាមតែម្ដងថាអ្វីប្រែមុខជាធម្មតាលែងមានអារម្មណ៍ខ្លាចគាត់នៅរហូតដល់ធ្លាក់ល្ងឹតពេលដែលអស់សដងគាត់ពេលដែលថ្ងៃអស់សដងគាត់អារម្មណ៍របស់គាត់ក៏ធម្មតាដែរលែងមានអារម្មណ៍ខ្លាចមិនលែងមានអារម្មណ៍រអាហាក់ដូចជាអមនុស្សនោះវាលែងនៅក្នុងបន្ទប់តាំងមួយហ្នឹងទៀតហើយគាត់នៅលេងនឹងរហូតដល់ម៉ោងប្រហែលជា7យប់គាត់ក៏រៀបចំចេញមកផ្ទះវិញជាមួយនឹងមិត្តភក្តិដទៃទៀតគាត់អូសម៉ូតូចេញមកខាងក្រៅស្រាប់តែគាត់មានអារម្មណ៍មួយឲ្យទាញភ្នែកគាត់មើលទៅជ្រុងម្ខាងនៃផ្ទះទៀតជ្រុងម្ខាងនោះគឺជាផ្ទះមួយល្វែងទៀតដែលដូចជាម្ចាស់តែមួយឬក៏ម្ចាស់ដទៃតែផ្ទះល្វែងមួយហ្នឹងអត់មានអ្នកនៅទេចាក់សោចោលតែនៅក្នុងបរិវេណដីតែមួយកន្លែងហ្នឹងបងប្អូនយល់ណាឧទាហរណ៍ថាដីហ្នឹងបាល់10ម៉ែត្រអញ្ចឹងក្នុងករណីហ្នឹងគេសង់ផ្ទះល្វែង5ម៉ែត្រពីល្វែងអញ្ចឹងប្អូនស្រីដែលជាមិត្តភក្តិរបស់គាត់ហ្នឹងជួលនៅក្នុងមួយល្វែងដែលគេជួលគ្រប់គ្នាហ្នឹងតែអាមួយល្វែងទៀតនេះវាអត់មានអ្នកជួលទេអញ្ចឹងគេចាក់សោចោលល្ងឹតស្លុបពីលើដល់ក្រោមអារម្មណ៍មួយដែលទាញឲ្យភ្នែករបស់គាត់មើលទៅកាន់ផ្ទះមួយហ្នឹងតែមិនមែនមើលនៅក្នុងផ្ទះណាជាអារម្មណ៍មួយដែលទាញភ្នែកគាត់ឲ្យមើលទៅកាន់ដំបូលផ្ទះមួយហ្នឹងមើលទៅកាន់ដំបូលផ្ទះអ្វីដែលគាត់ឃើញគឺជាខ្មោចស្រីមួយហ្នឹងឯងកំពុងតែឈរនៅលើដំបូលផ្ទះមួយទៀតហ្នឹងបង្ហាញសកម្មភាពបង្ហាញស្ថានភាពដូចនៅក្នុងយល់សប្តិគាត់គឺមានបែបផែនអាក្រក់បែបហ្នឹងឯងទោះត្រង់ចំណុចមួយខ្មោចស្រីនោះមិនមែនឈរម្នាក់ឯងទេបងប្អូនគឺមានខ្មោចដទៃទៀតច្រើនមែនទែនមានទាំងចាស់មានទាំងក្មេងមានទាំងស្រីមានទាំងប្រុសសុទ្ធតែនៅលើដំបូលហ្នឹងទាំងអស់មកឈរមកសម្លឹងមើលគាត់អាខ្លះវាដូច Spider-Man តោងនៅអញ្ចាំងទេហ่าអាខ្លះទៀតឈរមានតែក្មេងមានទាំងចាស់អូយទស្សនវិជ្ជាកាលហ្នឹងគេហៅថាទស្សនវិជ្ជាខ្នាតធំបងប្អូនអូខ្ញុំគាត់សម័យខ្ញុំឃើញច្បាស់ហ្មងណានេះបើសិនជាទស្សនវិជ្ជានេះគាត់បានរៀបរាប់ប្រាប់ខ្ញុំណាតែបើសិនជាទស្សនវិជ្ជាហ្នឹងគឺជាទស្សនវិជ្ជាខែពេញបរមីទៀតអាភ្លឺច្បាស់ហើយយើងក៏លេខទៅគឺទាញភ្នែកឲ្យយើងងាកទៅនៅលើដំបូលផ្ទះគឺមានសត្វតាអាហ្នឹងនៅឈរនៅលើដំបូលផ្ទះអូយបងប្អូនហើយបើសិនជាខ្ញុំមានតែស្លាប់តោងតែម្ដងគ្មានស្អីទៀតទេផ្កាក្រោយហ្នឹងឯងគាត់ឃើញបែបហ្នឹងគាត់ប្រញាប់ចេញមកផ្ទះលឿនជាទីបំផុតនៅពេលដែលគាត់មកដល់ផ្ទះមួយរយៈឯណាបងប្អូនតាំងពីគាត់ត្រូវបានគេសណ្ដំម៉ោង10ហ្នឹងណាមួយរយៈកន្លងមកហើយប៉ុន្តែយប់មួយនោះគាត់ស្រាប់តែងងុយគេងនៅម៉ោង10ដដែលទៀតគាត់ក៏ឡើងទៅគេងនៅពេលដែលគេងគាត់បានឃើញសុបិននិមិត្តមួយដែលបញ្ជាក់ពីសន្តានផ្ទះហ្នឹងសុបិននិមិត្តមួយនោះបានបង្ហាញពីប្រភពដើមនៃដីមួយហ្នឹងបានន័យថាមុននឹងដីហ្នឹងសង់សំណង់សម័យសង់សំណង់ថ្មហ្នឹងដីមួយនោះធ្លាប់ជាផ្ទះសេដ្ឋីម្នាក់នៅជំនាន់បុរាណតាំងពីជំនាន់ស្លៀកក្បិនគឺបានជំនាន់យូរហើយជំនាន់អាណានិគមបារាំងឬក៏មុននឹងទៀតគឺយូរខ្លាំងមែនតើតែមិនដឹងថាមានរឿងអ្វីសមាជិកនៅក្នុងគ្រួសាររបស់សេដ្ឋីមួយហ្នឹងទាំងក្មេងទាំងចាស់ទាំងកូនទាំងម្ដាយទាំងសេដ្ឋីមួយហ្នឹងទាំងអ្នកបម្រើតូចធំទាំងអស់គឺស្លាប់ទាំងអស់គ្មានសល់សូម្បីតែម្នាក់
រាប់បញ្ចូលទាំងអ្នកបម្រើក្មេងចាស់រាប់សិបអ្នកទៀតគឺស្លាប់ទាំងអស់ដោយមិនបង្ហាញមូលហេតុតតែសោះបកទៅរឿងប្អូនស្រីវិញតាំងពីជួបរឿងរ៉ាវសាហាវៗនឹងហើយពួកគាត់ក៏សម្រេចចិត្តផ្លាស់ប្ដូរទីលំនៅទៅផ្ទះថ្មីមួយទៀតហើយសាច់រឿងមួយនេះក៏បានចប់ត្រឹមតែប៉ុណ្ណេះយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងមួយនេះដែរតើបងប្អូនយល់យ៉ាងណាដែរសម្រាប់ខ្ញុំរាប់ថាសាច់រឿងនេះគឺសាហាវខ្លាំងណាស់សាហាវខ្លាំងមែនតើរឿងទី1គឺជាប្រភពនៃដីបុរាណមួយនេះអ្វីដែលគាត់បានឃើញនៅលើដំបូលផ្ទះហើយនឹងសុបិននិមិត្តដែលគាត់ទទួលបាននឹងវាពិសេសផ្សងគ្នាបងប្អូនវាអាចជាការពិតដោយសារតែគាត់បានឃើញអមនុស្សជាច្រើននៅឈរនៅលើដំបូលសំណួរសួរថាបើសិនជាអមនុស្សមួយនោះស្ថិតនៅក្នុងផ្ទះជួលដូច្នេះហើយផ្ទះជួលមិនអាចដើរចេញក្រៅពីផ្ទះជួលនឹងបានទេប៉ុន្តែហេតុអ្វីអាចឈរនៅលើដំបូលផ្ទះមួយទៀតបានលុះត្រាតែអមនុស្សមួយនោះត្រូវបានបាត់បង់ជីវិតឬក៏ស្ថិតនៅក្នុងដីហ្នឹងគឺជាបរិវេណដីមិនមែនជាបរិវេណបានន័យថាអាគារបងប្អូនយល់ចំណុចហ្នឹងឯងអ្វីដែលគាត់បានជួបប្រទះនៅក្នុងបន្ទប់4ម៉ែត្រ4ជ្រុងប៉ុន្តែអមនុស្សនោះបានស្លាប់នៅលើដីទំហំ1ហិកតាឧទាហរណ៍ថាអញ្ចឹងក្នុងករណីទោះអាគារណាក៏ដោយសង់នៅចុងដីក្នុងដី1ហិកតាហ្នឹងក៏ដោយក៏អមនុស្សមួយនោះអាចមានលទ្ធភាពដើរកាត់បានដែរនឹងគឺជាចំណុចដែលសំខាន់ក្នុងករណីដែលផ្ទះមួយទៀតដែលចាក់សោហើយហេតុអ្វីនឹងគេអាចឈរលើដំបូលនឹងបានព្រោះផ្ទះនោះមិនខ្វល់ថាជាកម្មសិទ្ធិរបស់អ្នកណានៅក្នុងពេលបច្ចុប្បន្ននោះទេតែបរិវេណនោះគឺជាបរិវេណដីដែលជាកម្មសិទ្ធិដើមជាកម្មសិទ្ធិដែលបានបង្កើតហេតុឡើងធ្វើឲ្យបាត់បង់ជីវិតទាំងអស់នោះឯងហើយបំណាច់ថាស្លាប់មួយគ្រួសារវាងាយស្រួលណាស់ថាតុំតាំងពីចំនួនក្បិនណោះចឹងមិនក៏អត់ទៅចាប់ជាតិអញ្ចឹងងាយស្រួលណាស់បងប្អូនបើស្លាប់ទាំងចាស់ទាំងក្មេងមកគ្រួសារហើយសំណួរសួរថាតើអ្នកណាធ្វើបុណ្យឲ្យអ្នកណាគឺអត់មាននោះឯងតើការស្លាប់នោះដោយការបង្ហាញដោយអាការៈបែបណាយោងទៅតាមសុបិនរបស់ម្ចាស់សាច់រឿងដែលបានផ្ញើមកគឺបានប្រាប់ថាខ្មោចស្រីនោះគឺមានរបៀបខ្មៅឆេះតើអាចទេដែលជាការបំពុលសម្លាប់ហើយដុតសម្លាប់ពេលក្រោយឬក៏បែបផែនមួយណាបង្ហាញអាការៈរបស់មនុស្សមួយនោះឲ្យមានបែបផែនបែបហ្នឹងចឹងត្រង់ចំណុចនេះយើងអាចសន្មតរៀងខ្លួនបានខ្ញុំអាចសន្មតបានត្រង់ចំណុចមួយថាព្រលឹងទាំងអស់ដែលនៅទីកន្លែងនោះទី1ខ្វះបុណ្យទី2អត់មានអ្នកណាធ្វើបុណ្យឲ្យនិងទី3ជាព្រលឹងតែតោលជាព្រលឹងតែហោងមានគំនុំមិនអាចទៅណាបានអមនុស្សមានគំនុំកាន់តែខ្លាំងគឺរូបរាងកាន់តែអាក្រក់ខ្លាំងនិយាយចាស់ទៅកាន់តែមានចំហាយពិឃាតខ្ពស់បង្ហាញឲ្យភ្នែកយើងឃើញកាន់តែមានសភាពគួរឲ្យខ្លាចលើសពីខ្មោចដតីចឹងបើសិនជាបងប្អូនបានស្ដាប់ហើយឧទាហរណ៍ថាសាច់រឿងនៅក្នុងឡានណានៅក្នុងឡាននៅក្នុងអូតែលចឹងម្នាក់បានឃើញខ្មោចដែលអង្គុយនៅក្រោយឡានហ្នឹងត្រឹមតែជាមនុស្សស្រីដែលយំមកចិញ្ចៀមទេអត់មានឃើញថ្មិញស្រួយអីទេតែករណីនេះគឺថ្មិញស្រួយហើយមកអាក្រក់ខ្លាំងមែនទែនចឹងបានតែខ្មោចមួយនេះគឺមានគំនុំខ្លាំងយើងអាចសន្មតបែបហ្នឹងបានហើយសួរថាចឹងហេតុអីបានមានលទ្ធភាពក្នុងការទៅគោះកញ្ចក់របស់គាត់រឿងទី1ចូលមកវាមិនកើតចូលមកផ្ទះរបស់គាត់ហ្មងវាមិនកើតចូលមកផ្ទះម្ចាស់សាច់រឿងនេះព្រោះផ្ទះរបស់ម្ចាស់សាច់រឿងហ្នឹងគឺមានទីសនាសនៈឬក៏ខ្ញុំអាចសន្មតបានថាម្ចាស់សាច់រឿងគឺជាគ្រួសារមួយដែលគ្រប់ប្រតិបត្តិភ្ជាប់ភ្ជួនទៅជំនាញផ្ទះទៅទីសនាសនៈអញ្ចឹងហើយទើបពួកគាត់មានរិទ្ធអាចឃុំក្រមព័ទ្ធសមានៅជុំវិញផ្ទះមួយនោះមិនឲ្យខ្មោចព្រាយវិសាចូលបានអញ្ចឹងហើយទើបគូពីក្រោយតែដោយសារតែម្ចាស់សាច់រឿងនេះបានទៅដល់ទីតាំងផ្ទាល់បានគេថាជន់ទឹកដីរបស់គេណាដែលគេហៅថាជាប់ក្លិនណាជាប់ក្លិនដូចបើសិនជាបងប្អូនដើរកាត់សម្រាមអាក្លិនសម្រាមហ្នឹងវាជាប់ខ្លួនរបស់បងប្អូនមករយៈអញ្ចឹងទៅអញ្ចឹងវាដូចគ្នានឹងឯងដែលមានឥទ្ធិពលឲ្យគាត់យល់សពឃើញត្រឹមតែ2យប់នឹងឯងបែបផែនមួយហ្នឹងហើយដែលអាចតាមគាត់មកដល់ផ្ទះដែលអាចមកប៉ះពាល់គាត់បានបើតាមធម្មតាវាមិនអាចចូលមកក្នុងផ្ទះគាត់បានទេដោយសារតែគាត់ចូលទៅដល់ទីតាំងរបស់គេតែម្ដងបានន័យចូលទៅដល់លេនដ្ឋានរបស់គេអញ្ចឹងហើយតែគេមានរិទ្ធក្នុងការប៉ះពាល់គាត់បានវិធីដែលល្អបំផុតខ្ញុំនៅតែលើកទឹកចិត្តថាបងប្អូនសូមមេត្តាជឿទៅលើចិត្តខ្លួនឯងទៅកុំស្ដាយលុយណាបងប្អូនណាអាពាក្យហ្នឹងខ្ញុំនៅនិយាយដដែលមិនថាអេពីសូតមួយណាទេឲ្យតែតាក់ទិនតែរឿងជួលឲ្យតាក់ទិនរឿងដើរលេងបន្ទប់គេងអីហ្នឹងខ្ញុំតែនិយាយដដែលថាជឿទៅលើអារម្មណ៍របស់បងប្អូនបើសិនជាថ្ងៃនេះបងប្អូនទៅគេងនៅកន្លែងហ្នឹងវាសុខសប្បាយថ្ងៃស្អែកឡើងទៅគេងកន្លែងហ្នឹងទៀតតែមានអារម្មណ៍អត់ស្រួលកុំស្ដាយលុយហើយក៏កុំអះអាងថាម្សិលមិញគេងអត់អីផងចឹងថ្ងៃហ្នឹងក៏អត់អីដែរកុំអីបងប្អូនរត់ឲ្យលឿនទៅផ្លាស់ប្ដូររកកន្លែងណាដែលល្អជាងនេះវាកាន់តែប្រពៃសុវត្ថិភាពផ្លូវចិត្តនិងផ្លូវកាយគឺជារឿងដែលល្អបំផុតប៉ះពាល់ជាមួយនឹងអមនុស្សវាមិនចម្រើនអ្វីទាល់តែសោះសម្រាប់បងប្អូនមានតែធ្លាក់យអូនទេយេស៊ូស្ដាប់ទៅអញ្ចឹងបើសិនជាបងប្អូនមិនខ្លាំងខ្លាណានោះការប៉ះពាល់ហ្នឹងវាអាចប៉ះពាល់ទៅលើផ្លូវមនុស្សទីហោដូចបងប្អូនដើរទៅជពុបជើងកលិតដៃកលិតជើងឬក៏មានឧបទ្ទវហេតុណាមួយអញ្ចឹងបើមិនជឿកុំប្រមាទអរគុណណាស់សម្រាប់ការតាមដាននៅអេពីសូតមួយនេះសង្ឃឹមថាបងប្អូនជក់ចិត្តទាំងពីរសាច់រឿងរបស់កម្មវិធីជាអ្វីដដែលបើសិនជាបងប្អូនមានសាច់រឿងណាល្អៗសូមមេត្តាផ្ញើជូនមកកាន់កម្មវិធីជាអ្វីតាម Facebook Page
កម្មវិធីជាអ្វីអញ្ចឹងនៅពេលបងប្អូន search បាច់ដាក់កម្មវិធីជាអ្វីទេ Facebook page វាយតែពាក្យថាជាអ្វីទៅគឺលោតចេញមកហើយបងប្អូនអាចផ្ញើសាច់រឿងមិនថាជា PDF មិនថាជា Microsoft Word ឬក៏មិនថាជាសំឡេងមិនថាជាការសរសេរផ្ញើបែបផែនណាក៏បានដែរឲ្យតែលំអិតឲ្យតែបងប្អូនគិតថាអូធ្វើបែបផែនហ្នឹងខ្ញុំអាចរៀបរាប់ទៅកាន់តែលំអិតធ្វើឲ្យខ្ញុំវីឌូហ្នឹងអាចកាន់តែដឹងច្បាស់ថាសាច់រឿងហ្នឹងវាបែបផែនណាអញ្ចឹងនៅពេលដែលខ្ញុំលើកសាច់រឿងរបស់បងប្អូនមកនិយាយមកដំណាលមកនិទានមករៀបរាប់មកបកស្រាយជូនទៅប្រិយមិត្តដទៃទៀតពួកគាត់អាចស្រមៃឃើញដោយកើតហេតុស្រស់ៗនៅផ្នែករបស់គាត់តែម្ដងដែលធ្វើឲ្យបទពិសោធន៍នៃការស្ដាប់រឿងទាំងមូលកាន់តែឆ្ងាញ់អរគុណណាស់សម្រាប់ការតាមដានមកដល់ចំណុចនេះក៏សូមលើកដៃពីអរគុណសម្រាប់ការឆ្លងរាប់អានអរគុណនៅការយកចិត្តទុកដាក់របស់បងប្អូនចំពោះខ្ញុំអរគុណនៅការគ្រប់គ្រងដដែលនំប៉័ងហោះដែលជាអាជីវកម្មដែលពួកខ្ញុំបង្កើតឲ្យកូនសេរីរបស់ខ្ញុំហ្នឹងចឹងបើសិនជាបងប្អូនមិនដែលធ្លាប់ញ៉ាំនំប៉័ងប៉ាតេរសជាតិប្លែកទេសូមមកសាកល្បងនៅនំប៉័ងហោះខ្ញុំហ៊ានធានាថាជាប់មាត់ជាប់ចិត្តញៀននេះមិនមែនដាក់គ្រឿងញៀនណាព្រោះវាឆ្ងាញ់ព្រោះគ្រប់ពេលដែលខ្ញុំបានទៅដល់កន្លែងឬក៏គ្រប់ពេលដែលខ្ញុំឃ្លានក៏ខ្ញុំនឹកឃើញនំប៉័ងហោះរបស់ខ្លួនឯងដែរគឺវាឆ្ងាញ់មែនតើអញ្ចឹងសង្ឃឹមថាបងប្អូនបន្តគ្រប់គ្រងមិនថាកម្មវិធីតូចធំដែលបងប្អូនមានមិនថាជាដំណើរកម្សាន្តដែលបងប្អូនធ្វើជាមួយគ្រួសារជាមួយមិត្តភ័ក្តិជាមួយសង្សារជាមួយដៃគូស្នេហាបែបណាទីចិត្តទីឆ្ងាយសូមកុំភ្លេចនំប៉័ងហោះឲ្យតែប្រាប់មុនពួកខ្ញុំនឹងរៀបចំជូនទៅបងប្អូនទាំងអស់គ្នាហើយរាល់មតិរបស់បងប្អូនសម្រាប់ការស្ថាបនានៅផលិតផលរបស់ពួកខ្ញុំក៏ពួកខ្ញុំបើកទទួលដៃពីរតែម្ដងហើយអរគុណខ្លាំងមែនទែនមតិស្ថាបនាមានន័យថាការស្រឡាញ់និងការរាប់អានពីខ្ញុំបាទវិទូពីកម្មវិធីជាអ្វីជូនពរឲ្យបងប្អូនជួបតែរឿងល្អពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈទីចិត្តទីឆ្ងាយទៅមិនថាទៅដល់ទីកន្លែងណាដល់ជើងមេឃជួបតែរឿងល្អសូមបុណ្យកុសលទាំងឡាយដែលខ្ញុំបានធ្វើបានដល់បងប្អូនទាំងអស់គ្នាសូមបងប្អូនអនុមោទនាហើយសម្គាល់ថាបងប្អូនបុណ្យកុសលទាំងអស់នោះជាបុណ្យកុសលរបស់បងប្អូនហើយសង្ឃឹមថាបុណ្យកុសលរបស់ខ្ញុំបានជួយទៅដល់បងប្អូនដោយគណៈណាមួយសូមឲ្យសេចក្តីស្រឡាញ់សេចក្តីរាប់អានពីអ្នកផងទាំងពួងនៅជុំវិញបងប្អូនទាំងអស់គ្នាមានកាន់តែច្រើនឡើងសូមបងប្អូននៅតែប្រតិបត្តិការជូនបុណ្យនឹងមិនអស់ទាល់តែសោះបើសិនជាបងប្អូនមានបុណ្យ10បងប្អូនជូនបុណ្យទៅឲ្យទេវតាជូនបុណ្យទៅឲ្យខ្មោចព្រាយបិសាចជូនបុណ្យទៅឲ្យមនុស្សទាំងឡាយបុណ្យនោះនឹងកើតឡើងទ្វេដងគុណនឹង2គុណនឹង3បុណ្យការជូនបុណ្យគឺមិនចេះអស់ទាល់តែសោះពេលនេះខ្ញុំបាទសូមលំអរកាយគ្រប់លាយើងជួបគ្នានៅអេពីសូតក្រោយទៀតគាត់អះអាងថាសាច់រឿងនេះជាសាច់រឿងពិត 100% ដែលបានកើតឡើងចំពោះគាត់ដែលគាត់បានជួបប្រទះដែលគាត់នឹកស្មានមិនដល់ថាគាត់ពិតជាបានជួបប្រទះតើសាច់រឿងទាំងមូលរបស់គាត់មានសភាពបែបណាតោះយើងចូលទៅក្នុងទិដ្ឋភាពរបស់គាត់ទាំងអស់គ្នាបងប្រុសម្ចាស់សាច់រឿងជាអ្នកខេត្តព្រៃវែងហើយគាត់បានផ្លាស់ប្ដូរទីលំនៅមកធ្វើការដោយរើប្រវត្តិហ្មងឈប់នៅឯខេត្តព្រៃវែងហើយរើមកទីក្រុងភ្នំពេញដើម្បីបម្រើការនៅក្នុងកន្លែង